thank you ball អត់មានអ្នកកំពុងធ្វើមហូបអត់តបើកកាមេរ៉ាបានអូខេ thank you វុជសា morning បាននៅ cafe shop អូខេ thank you បាទអរគុណ Steven អូន nice to see you all អូខេចឹងបងបញ្ជាក់នៅថ្ងៃនេះអត់មានអ្នកណាប្រើភាសាអង់គ្លេសណាចឹងបងប្រើភាសាខ្មែរទៅសិនហើយប៉ុន្តែ slide របស់យើងគឺយើងប្រើភាសាអង់គ្លេសអញ្ចឹងបងមានចំណុចណាឆ្ងល់សួរលើកដៃប៊ូតុងលើកដៃនៅខាងក្រោមណាចឹងឥឡូវបងនឹងចាប់ផ្ដើមចូលទៅ introduction ទាំងអស់គ្នាណាអរគុណច្រើន So thank you everyone for joining today អរគុណដែលបានចូលរួមទាំងអស់គ្នាចឹងថ្ងៃនេះយើងចូលមកមួយតាក់ទងជាមួយនឹង workshop របស់យើងនេះគឺ a very brief one ខ្លីៗតាក់ទងជាមួយនឹង personal branding មានពីណាគេដឹងទេពីមុនមកថា personal branding នេះជាអីគេនិយាយពីអីបងសូមចម្លើយនៅក្នុងឆាតតិចក្នុងករណីអ្នកដែលថ្មីហ្មងឬក៏ដឹងហើយក៏ share បានដែរអាចជួយវាយចូលនៅក្នុងឆាតមកប្រហែល2នាទីបងចង់ដឹងចម្លើយតិចដឹងថា personal branding ជាអីអត់តិចឬសូ brand ហ្នឹងតាក់ទងមួយស្លាកសញ្ញាបង្កើតអីផ្សេងចឹងបងចង់ survey តិចអាចជួយឆាតចូល box មកបងអាចចាប់ផ្ដើមបន្តបានណា Thank you អូខេបង summary ម្ដងទៀតសម្រាប់អ្នកទៅចូលយើងទៅចាប់ផ្ដើម workshop ហើយឥឡូវយើងកំពុង warm up ហើយបងកំពុងតែចង់សាកសួរថាអ្នកណាខ្លះពីមុនមកធ្លាប់ដឹងថា personal branding នេះជាអីគេមានធ្លាប់ដឹងអត់មានអ្នកឆ្លើយ personal visibility អូខេមានអីទៀតធ្លាប់ដឹងធ្លាប់ឮតែអត់ទាន់បាន practice ទេ Steven អូខេបងរ៉ូសាណាអូខេ personal branding នេះអាចជា profile CV របស់យើងដែលយើងយកមកធ្វើជា presentation អូខេសម្រាប់នរៈគឺការបង្កើត personal building credibility បាទទំនុកចិត្តឲ្យគេស្គាល់អ្នកណាជាអ្នកណាអូខេវិជ្ជាសា personal branding អូខេបាទអូមានច្រើនមានអ្នកដឹងច្រើនស្មានតាអត់ទាន់ដឹងច្រើនតែឥឡូវមានអ្នកដឹងច្រើនមានអ្នកដឹងដល់ LinkedIn ទៀតមិនីបាទគិតថា similar to CV ប្រហាក់ប្រហែលជាមួយនឹង CV ដែរណាអូខេខាងពិសិដ្ឋគាត់ថា personal branding នេះជា process of creating managing your professional reputation very good បានថាគឺជាដំណើរការនៅក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់យើងផ្នែកវិជ្ជាជីវៈមីនីក៏បន្ថែមទៀតដែរថាវាក៏អាចជា digital CV ដែរអូខេ very good បាទ survey ប៉ុណ្ណេះល្អឃើញអ្នកទាំងអស់គ្នាមានការយល់ដឹងនិង awareness ពី personal branding ច្រើនអញ្ចឹងចាំថ្ងៃហ្នឹងបងនឹងបញ្យល់បន្ថែមថាតើវាមានសារៈសំខាន់អីខ្លះហើយបើយើងមាន personal branding ល្អតើយើងទទួលបានអីមកវិញណាអូខេអញ្ចឹងមុនចូលទៅសាច់មេរៀនរបស់យើងតែម្ដងបងសូមណែនាំខ្លួនបន្ថែមថាបងមកពីណាអញ្ចឹងបងឈ្មោះឧត្តមឈ្មោះពេញវិធាឧត្តមបងជា HR professional អញ្ចឹងបងធ្វើការនៅក្នុងវិស័យធនធានមនុស្សអភិវឌ្ឍធនធានមនុស្សអស់រយៈពេលជិត10ឆ្នាំហើយសប្តាហ៍ថ្ងៃបងធ្វើការនៅក្រុមហ៊ុន Smart Axiata ជា Head of Talent Acquisition ជាប្រធានផ្នែកជ្រើសរើសបុគ្គលិកអញ្ចឹងការងារបងផ្ទាល់បងមានទំនួលខុសត្រូវទៅលើការជ្រើសរើសសម្រាំងបុគ្គលិកក៏ដូចជាបន្តបង្កើតទេពកោសល្យ pool ផ្សេងៗសម្រាប់ឲ្យគាត់ចូលរួមនៅថ្ងៃអនាគតហើយ background របស់បងរៀនចប់ផ្នែក education បានថានៅផ្នែកអប់រំនៅសាកលវិទ្យាល័យ Norton ហើយបងបន្តការសិក្សាតាមរយៈ Chevening Scholarship នៅប្រទេសអង់គ្លេសនៅជាមួយនឹងសាកលវិទ្យាល័យ London Metropolitan ហើយនៅចុងក្រោយបងមាន HR certification តាក់ទងជាមួយនឹង HR leadership ពី Griffith University នៅប្រទេសអូស្ត្រាលីអញ្ចឹងតាក់ទងជាមួយនឹង profile របស់បងអាចអ្នកទាំងអស់គ្នាអាចមើលឃើញថាតើខ្ញុំមានអីខ្លះមកពីណាហេតុអីខ្ញុំត្រូវបង្រៀនមុខវិជ្ជាហ្នឹងហេតុអីយើងត្រូវជឿទុកចិត្តជឿលើ trainer ហ្នឹងថាមកបរៀនហ្នឹងបានប្រយោជន៍សម្រាប់យើងមែនទោះបីជា open workshop នេះអត់មានឆាចលុយទេប៉ុន្តែវាចំណាយពេលអ្នកទាំងអស់គ្នាអញ្ចឹងពួកយើងសិតតែ invest ពេលវេលាវិនិយោគដើម្បីមករៀនអញ្ចឹងមិន free ណាគឺវាឆាចពេលវេលារបស់យើងអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលឃើញថាម្នាក់ហ្នឹង trainer ហ្នឹងមកពីណាហើយគាត់មានអីខ្លះមកឲ្យអញ្ចឹងបើសិនអ្នកទាំងអស់គ្នាមើលឃើញថាអូមានប្រយោជន៍អាចរៀនពីគាត់បានអាចរក្សាទុកតែបើសិនជា tip មួយណាដែលយើងគិតថាអូដឹងហើយអត់ទាន់មានអីថ្មីទេក៏អត់បញ្ហាដែរណាអូខេចិនដាទៅតែ add បន្ថែម
personal branding ហ្នឹង related to how we expose professionally on social media ត្រូវអូនត្រូវហើយអញ្ចឹងសប្តាហ៍ថ្ងៃយើងដឹងហើយថាតើយើងចំណាយពេលលើ social media ច្រើនប៉ុណ្ណាក្នុងមួយថ្ងៃណាឥឡូវសូម survey តិចមើលក្នុងមួយថ្ងៃហ្មងបើកទូរស័ព្ទភ្លាមតើយើងចូលទៅ app អីមុនគេសូមជួយ type នៅក្នុង chat box បន្តិចមកបង survey 2នាទីចង់ដឹងដែរអូខេ Facebook LinkedIn YouTube បាទអូ Facebook ដូចច្រើនជាងគេបាទមានអីទៀតទេមាន TikTok ដែរអូខេ Facebook ហើយ LinkedIn អូខេបងគាត់បើក email Telegram Facebook ហើយ LinkedIn នោះបើកច្រើនណាអូនណាអូខេមានអ្នកបើក YouTube Facebook LinkedIn Instagram អូមាន Instagram អូខេ Twitter LinkedIn អូខេមានអីទៀតអូខេមាននេះឆែកគ្រប់យ៉ាងរាល់ថ្ងៃបងវាក្តី TikTok អូខេមានអីទៀតអូខេរស្មីលើកដៃអាចបើក mute ហើយនិយាយបានអូនបើសិនអត់ type chat បានអាចបើក mic និយាយបានអូនមានអ្នកចង់ share ឡើងនិយាយហ្មងណាអូខេឥឡូវបងសិនមកថាយើង survey ប៉ុណ្ណឹងបានណាអញ្ចឹងតាមសន្ទុះយើងមើលsocial media ធំដែលយើងប្រើសប្តាហ៍ថ្ងៃនេះគឺ Facebook LinkedIn ហើយនិង TikTok YouTube ក៏យើងប្រើសម្រាប់ entertainment ច្រើនអញ្ចឹងថ្ងៃនេះបងចង់លើកចំណាប់អារម្មណ៍មកថាតើ social media មួយណាដែលយើងយកវាមកប្រើចម្បងហ្មងសម្រាប់ការកសាង personal branding សម្រាប់ professional ណាអូខេអញ្ចឹងយើងចូលទៅ personal branding របស់យើងនិយមន័យ what is personal branding អញ្ចឹងស្លាកយីហោផ្ទាល់ខ្លួនរបស់យើងនិយាយឲ្យស្រួលស្ដាប់អ្នកណាក៏ត្រូវមានឈ្មោះហើយដឹងចាប់ដើមពីណាទៅមែនទេដូចបងឈ្មោះឧត្តមហ្នឹងគឺជា brand របស់បងបាត់ហើយតែឈ្មោះហ្នឹងត្រូវបានគេស្គាល់ច្រើនប៉ុណ្ណាស្គាល់ក្នុងនាមជាអីហើយយកទៅប្រើធ្វើអីហើយបន្ទាប់ពីឮឈ្មោះហ្នឹងហើយតើអ្នកទាំងអស់នេះគិតអីពីគាត់ទាំងអស់ហ្នឹងគឺសិតតែជាគុណភាពឬក៏ quality របស់ personal branding របស់យើងដែលឡែកថ្ងៃនេះបងអត់និយាយជា general ធំទេបងជជែកតែតាក់ទងជាមួយនឹង personal branding សម្រាប់ការបង្កើតវាយកមកប្រើនៅក្នុងន័យ apply scholarship ដាក់អាហារូបករណ៍ក៏ដូចជាដាក់ពាក្យការងារនិងកសាង profile ខ្លួនឯងនៅលើ LinkedIn ព្រោះអី LinkedIn ហ្នឹងគឺជា professional network platform ដែលយើងប្រើសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរបស់យើងទៅជាមួយនឹង recruiter ដែលយើងហៅថាជាអ្នកសម្ភាសន៍ហ្នឹងអញ្ចឹងអ្នកទាំងអស់នេះតែងតែឆ្ងល់ថាហេតុអីបានពេលខ្លះខ្ញុំដាក់ CV ទៅអត់ទាន់ទទួលបាន feedback ឬក៏ជាប់ short list លឿនមូលហេតុគឺដោយសារយើងអត់ទាន់បានមាន network ដែលសំខាន់ហើយជាប់ទំនាក់ទំនងទៅជាមួយនឹង recruiter direct មូលហេតុអីគឺក្នុងមួយថ្ងៃរាល់ប៉ុស្តិ៍ការងារដែលយើងបើកហ្នឹងគឺមានអ្នកដាក់ពាក្យមកច្រើនណាស់អញ្ចឹងដើម្បី improve ឬក៏ធ្វើឲ្យ brand របស់យើងកាន់តែប្រសើរឡើងហើយយកឈ្នះគូប្រកួតប្រជែងរបស់យើងលុះត្រាតែយើងមានទំនាក់ទំនងល្អដែរអញ្ចឹងថ្ងៃហ្នឹងបងនឹងឲ្យ tip អាហ្នឹងជា tip បន្ថែមនៅចុងម៉ោងណាអូខេអញ្ចឹងដំបូងឡើយយើងធ្វើមួយខ្លះដើម្បី build personal branding យើងអ្នកមើល slide ខ្ញុំប្រើអង់គ្លេសទាំងអស់ប៉ុន្តែបងនឹងប្រើភាសាខ្មែរដើម្បីបញ្យល់ណាអូខេអញ្ចឹង personal branding នេះគឺបងចង់បង្ហាញអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងមូលដ្ឋានគ្រឹះដើម្បីចាប់ផ្ដើមពេលយើងចាប់ផ្ដើមធ្វើការដំបូងបង្កើតអាជីពណាឥឡូវមុននិយាយពាក្យថាអាជីពហើយការងារប្រហែលជាខុសគ្នាអ្នកណាខ្លះដឹងថាអាជីពហើយនឹងការងារខុសគ្នាដូចម្ដេចខ្លះសូមជួយ type ចូល chat ដែរឬក៏លើកដៃឆ្លើយក៏បានដែរសូម2នាទីទៀត survey អាច type នៅក្នុង chat បានដឹងឯការងារហើយនឹងអាជីពដូចគ្នាឬអត់ហើយបើខុសគ្នានឹងខុសគ្នាបែបម៉េចបាទអូខេអញ្ចឹងសូម2នាទី type ចូល chat មកហើយចាំបងបន្តទៅមុខទៀតណាអូខេសួស្តីអ្នកទៅចូលរួមអូខេអញ្ចឹងបងដាក់សំណួរទៅមួយហើយសំណួរសួរថាតើ what is the difference between a job and a career ណាអូខេមានអ្នកឆ្លើយ job is when we do to get the income អូខេមុខរបរយើងធ្វើទៅបានប្រាក់ចំណូលត្រឹមត្រូវអត់ខុសទេអូនតោះមានអ្នកណាជួយចែកម្លែកទៀតមក job and career ខុសគ្នាបែបម៉េច
Okay មីនី share ថា job is to earn income profession is having specialized on specific field or skill ណាអូខេអញ្ចឹងមុខរបររកប្រាក់ចំណូលចំណែកអាជីពហ្មងគឺសំដៅទៅលើមុខជំនាញដែលយើងចេះច្បាស់លាស់បងសណៈ share ដែរណាមុខរបរតាក់ទងជាមួយនឹងការងារភារកិច្ចពេល career អាជីពហ្នឹងគឺ professional role ឬក៏ position ណាអូខេPavin share ដែរណា career ហ្នឹងគឺអីដែលយើង specialize អូខេគឺយើងចេះច្បាស់ណាអូខេ very good អញ្ចឹងហ្នឹងហើយអ្នកទាំងអស់គ្នា share មកហ្នឹងគឺអត់ខុសទេត្រឹមត្រូវហើយតាក់ទងជាមួយនឹងពាក្យថា job ឬមុខរបរដូចជាទីហោថាយើងធ្វើជាគ្រូបង្រៀនធ្វើ pilot ធ្វើអ្នកបើកយន្តហោះធ្វើការជាអ្នកសម្ភាសធ្វើការអស់ហ្នឹងគេហៅថាជាមុខរបរ job ប៉ុន្តែបើសិនអ្នកទាំងអស់គ្នាមានចំណេះជំនាញឧទាហរណ៍ថាធ្វើជាគ្រូបង្រៀនគឺខ្ញុំបកកែបង្រៀនបង្កើតគម្រោងបង្រៀនបន្ទាប់មកទៀតទៅបង្ហាត់សិស្សធ្វើការវិតម្លៃហើយបណ្ដោះចំណេះហ្នឹងទៅកាន់និស្សិតសិស្សនិស្សិតហ្នឹងរយៈពេលយូរឆ្នាំហើយនៅក្នុងអាហ្នឹងគឺជាអាជីពយើងតែម្ដងបាទមិនថាទោះបីជាឈ្មោះផ្លូវការមុខរបរយើងឈ្មោះអីក៏ដោយតែអាជីពរបស់យើងជំនាញរបស់យើងគឺខាងបង្រៀនអាហ្នឹងហើយយើងហៅថា career ណាអញ្ចឹងពេលអ្នកទាំងអស់គ្នាចាប់ផ្ដើម career កុំយកច្រឡំថាតតែខ្ញុំចាប់ផ្ដើមមានការងារធ្វើពេញលេញតែម្ដងបានមាន career អាជីពរបស់យើងចាប់ផ្ដើមនៅពេលអ្នកទាំងអស់គ្នាមានជំនាញណាមួយច្បាស់លាស់ហើយបន្តរៀនពីវាហើយធ្វើវាហើយទទួលបានប្រាក់ចំណូលតាមនឹងដែរបាទអូខេអញ្ចឹងឥឡូវបកត្រឡប់មកមេរៀនរបស់យើងគឺយើងមានតាមកម្រិតណាអញ្ចឹងការកសាង personal branding អត់ចាប់ផ្ដើមមកវឹបចេញមកគឺមានឈ្មោះល្បីទេអ្នកទាំងអស់គ្នាធ្លាប់មើលមែនទេតាមទូរទស្សន៍តាមផលិតកម្មតាមកន្លែងការងារអ្នកគ្រប់គ្នាអត់ធ្វើការមកភ្លាមឡើងមកដល់តំណែងជាប្រធានផ្នែកភ្លាមទេគឺចាប់ផ្ដើមពីរោទូចអាចចាប់ផ្ដើមពី intern ចាប់ផ្ដើមពី officer ទៅថ្ងៃមុខអញ្ចឹងការកសាង personal branding brand ផ្ទាល់ខ្លួនរបស់យើងហ្នឹងក៏វាចំណាយពេលហើយនឹងទៅការខិតខំដើម្បីយើងឡើងតាមកម្រិតដែរអញ្ចឹងកម្រិតទី1ធ្វើម៉េចមុនទៅបន្តទៀតផ្លេចសួរមាន notebook នៅក្បែរខ្លួនទាំងអស់គ្នានៅអ្នកទាំងអស់គ្នាឬក៏ note នៅអីមួយនៅមានទេជាពិសេសអ្នកនៅ office កុំប្រាប់ថាអត់មានប៊ិចឬ office អ្នកណាមានសូមចុចប៊ូតុងលើកដៃបាទចង់មើលមុខអ្នកមាន note តិចអូខេមានចត្រាលើកដៃអូខេមានសេលីសមានស៊ីវិនមានណាអូខេពួកអត់សួរជួនកាលអត់មានសភៅ note បងនិយាយតំណាក់ឯងទេពួកយើងចប់ session អត់បានអីទៅវិញទេអូខេ very good មានច្រើនអូខេបាទអញ្ចឹងមាន note ជាមួយទូរស័ព្ទបាទអូខេមានរក្សា symbol មានណាអរគុណច្រើនអញ្ចឹងអ្នកណាមានអត់អីលើកដាក់ដៃចុះវិញចុះយើងដកដៃនឹងមកសរសេរ note វិញអូខេអញ្ចឹងចូលទៅកម្រិតទី1ចាប់ផ្ដើមពីណាយើងអ្នកទាំងអស់គ្នាតែងតែសួរបង personal branding ចាប់ពីណាទៅណាខ្ញុំអត់យល់អូខេចាប់ដើមពីដំបូងគឺចេញពីការស្គាល់ខ្លួនឯងហើយដឹងថាខ្លួនឯងមានចំណុចពិសេសអីគេអញ្ចឹងណាហើយចំណុចពិសេសហ្នឹងមានអីខ្លះទី1តកតងនឹងភាពខ្លាំង strength and passion ហ្នឹងគឺតកតងនឹងភាពខ្លាំងរបស់យើងក្នុងនាមជាបេក្ខជនឬបេក្ខភាពទៅប្រឡងយកអាហារូបករណ៍ឬក៏យកការងារណាមួយតែយើងដឹងថាខ្លួនឯងមានចំណុចខ្លាំងហើយនឹងការចូលចិត្តធ្វើអីមួយនៅ passion ចូលចិត្តធ្វើខ្លាំងណាបាទហើយចំណុចទី2 niche expertise អាហ្នឹងចង់និយាយពីចំណុចពិសេសរបស់យើងក្នុងចំណោមនិស្សិតរៀនមុខវិជ្ជាដូចយើងទាំងអស់នេះឬក៏អ្នកដែលធ្វើការផាកផាយយើងទាំងអស់នេះតើយើងមានអីដែលលេចធ្លោជាងគេហើយពិសេសជាងគេដែលថាបើនិយាយពីផលិតផលវិញកុំទៅទិញគេបងទិញរបស់ខ្ញុំគឺល្អដាច់គេតម្លៃហ៊ានធានាបែបអញ្ចឹងឥឡូវបងសូម request អ្នកនៅក្នុង call ចំនួន36នាក់សូមម្នាក់ឡើងមក share ថាតើរាល់ថ្ងៃស្គាល់ខ្លួនឯងនៅដឹងថាខ្លួនឯងមានភាពខ្លាំងអីហើយចំណុចពិសេសគឺអីគេដែរសូមម្នាក់បានទេសូមម្នាក់សិននារីក៏បានបរិសុទ្ធក៏បានដែរជួយចុចបើក mute បើកវីដេអូនិយាយមួយម៉ាត់មកបើសិនជាអាចបើកបានណាបាទបងជាក់ស្ដែងអាចចែកម្លែកថាពីចំណុចខ្លាំងណាហ្នឹងហើយតើតើពីចំណុចខ្លាំងខ្ញុំមានអាចលើកឡើងជា main គឺពីចំណុចទី1គឺ communication ចាហើយចំណុចទី2ខ្ញុំ attend to detail ចាហើយតើតើពីគឺជាតែមួយនេះតែឯងមិញបងតាតន់បាទបងត្រូវហើយបងហ្នឹងហើយបើថាដឹងថាខ្លួនឯងជាអ្នកណាមានចំណុចខ្លាំងអីចំណុចពិសេសណាចាអូខេហ្នឹងហើយអរគុណបាទអរគុណបងសូមម្នាក់ពីរទៀតមកមានទេ
ព្រោះតតែក្លាហានបន្តិចព្រោះមេរៀន personal branding ហ្នឹងអ្នកនឹងដឹងខ្លួនឯងជាអ្នកណាហ៊ានឆ្លើយទៀតអូខេរក្សាឃើញរក្សាលើកដៃមានណារៀន personal branding ដល់វាឲ្យលើកដៃរត់អស់បាត់អូខេអត់អីទេចឹងបងទៅបន្តទៀតណាអូខេចឹងតកតងជាមួយការស្គាល់ខ្លួនឯងយើងតែងតែសួរសំណួរហ្នឹងទោះបីទៅសម្ភាសក៏ដោយទៅសម្ភាសអាហារូបករណ៍ក៏ដោយគេតែងតែសួរសំណួរហ្នឹងមកយើងចំណិចទាំង application form ទាំងនៅក្នុងពាក្យ CV ដាក់ពាក្យ CV ហ្នឹងហើយទាំងពេលសម្ភាសការងារគេសួរថា tell me about yourself ប្រាប់មកខ្ញុំមើលថាអ្នកឯងជាអ្នកណា who you are what are your strength and passion ចឹងសំណួរហ្នឹងអូនឯងត្រូវត្រៀមឥឡូវនៅលើ note របស់យើងកត់ទុកឲ្យហើយ who am I ខ្ញុំជាអ្នកណាបន្តមកទៀតពុះกระดาษហ្នឹងជា2ខាងឆ្វេងដៃគឺភាពខ្លាំងរបស់យើងណាហើយខាងស្ដាំដៃគឺជា passion យើងចង់ធ្វើអីគេហើយខាងក្រោមហ្នឹងអូនឯងដាក់មកបន្តមកថាចំណុចពិសេសរបស់ខ្ញុំ niche ហ្នឹងចំណុចពិសេសណាតែអ្នកផ្សេងអត់មានអញ្ចឹងអូនឯងត្រូវរៀន draft អាហ្នឹងឲ្យហើយបង្រៀនវាទុកនៅថ្ងៃណាមួយអូនឯងនឹងដឹងថាហេតុអីបានបងប្រាប់អូនឯងធ្វើអាហ្នឹងណានៅចុងម៉ោងឥឡូវ note ទុកខ្លួនឯងឲ្យហើយណាក្នុងខ្លួនចុងម៉ោងចាំបងប្រាប់ថាយកវាមកធ្វើអីអូខេដល់ level 2កម្រិតទី2ពេលណាយើងស្គាល់ខ្លួនឯងហើយដឹងខ្លួនឯងមានភាពខ្លាំងអីយើងចូលចិត្តអីយើងចង់ធ្វើអីយើងចូលមកដល់ចំណុចទី2ហ្នឹងគឺ craft your professional story ក្នុងនាមយើងជាអាជីពនេះចូលតែលក្ខណៈធ្វើការវិញម្ដងតែយើងជាអ្នកណាអញ្ចឹងយើងចាប់ផ្ដើមសរសេរវាអញ្ចឹងសរសេរពាក្យទី1ហ្នឹងគឺ statement របស់យើងគេតាក់ទងមួយ why ហេតុអីអញ្ចឹងសំណួរបងដាក់ឲ្យឯងដើម្បីជួយឆ្លើយខ្លួនឯងឲ្យងាយស្រួលធ្វើគឺ what motivates you to do what you do រាល់ថ្ងៃសប្តាហ៍ថ្ងៃហ្នឹងធ្វើអាហ្នឹងធ្វើអីឧទាហរណ៍បងឈ្មោះជា trainer អញ្ចឹង professional story របស់បងដាក់នៅក្នុងកន្លែង screen ទី1នេះបើឯងមើលឃើញណាបងបកត្រឡប់ទៅវិញបន្តិច screen មួយនេះចឹងឯងមើលឃើញកន្លែង quote ហ្នឹងគឺជា personal story របស់បងជា professional story អញ្ចឹងបងប្រាប់គេថា passion បងហ្នឹងគឺនៅក្នុងការអភិវឌ្ឍធនធានមនុស្សហើយបងចង់ធ្វើឲ្យ experience នៅក្នុងការរៀននិងបង្រៀនរបស់យើងនៅបន្តអភិវឌ្ឍទៅមុខបានតាមរយៈការបន្តបណ្ដាការពង្វឹកហើយក៏ដូចជាការបណ្ដុះបណ្ដាលនៅអ្នកដែលមានទេពកោសល្យថ្មីអញ្ចឹងគោលដៅសំខាន់របស់បងគឺជួយអ្នកដតីគ្រប់គ្នាហ្នឹងឲ្យគាត់រកឃើញនៅអាសក្តានុពលខ្លួនឯងហើយបន្តអភិវឌ្ឍរីកចម្រើនខ្លួនឯងបានទៅមុខទៀតអាហ្នឹងគេហៅថា personal professional story អញ្ចឹងពេលឯងធ្វើ personal branding ត្រូវមានអាហ្នឹងមួយជានិច្ចណាឧទាហរណ៍ថាឥឡូវបងលើក case មួយចោះអ្នកនៅលើ call រស្មីបងសុំយកធ្វើឧទាហរណ៍អីណាអូនណាអូខេអញ្ចឹងឧទាហរណ៍ថារស្មីជាអ្នកណារស្មីធ្វើការ1 2 3អញ្ចឹងរស្មីធ្វើការហ្នឹងហេតុអីបានចង់ធ្វើការហ្នឹងហើយធ្វើការហ្នឹងរាល់ថ្ងៃដើម្បីអីបន្តមកទៀតតើយើងខុសពីអ្នកដទៃបែបម៉េចអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺជាកម្រិតទី2នៅពេលដែលឯងស្គាល់ខ្លួនឯងហើយចាប់ផ្ដើមសរសេរ professional story ហ្នឹងទុកដាក់នៅលើ social media ទុកដាក់នៅលើ profile Facebook ឬក៏ LinkedIn របស់យើងហើយហ្នឹងបានមើលទៅ professional តនបងណាបាទមកដល់ត្រឹមហ្នឹងបងសុំpause បន្តិចហើយមានអ្នកណាមានសំណួរជួយបោះសំណួរចូល chat ឬក៏បើក mute និយាយបានណា2នាទីអូនមានសំណួរដាក់ចូលប្រាប់បងមកបងឃើញមានអ្នកទៅតែចូលមកក្រោយមានអីដែលបងត្រូវសង្ខេបបានចាំបងសង្ខេបឲ្យនៅចុងម៉ោងណាបាទជំរាបសួរឆើបាទជំរាបសួរពិសិដ្ឋហ្នឹងហើយមានសំណួរអីកន្លែងហ្នឹងបងអាចបញ្ជាក់ថែមបានតកតងជាមួយនឹង level 1យើងត្រូវស្គាល់ខ្លួនឯងបន្ទាប់មក level 2យើងដឹងពីមិនខ្លាំងវាចំណុច different របស់យើងទៅលើ other candidate ចឹងមែនឆើបាទត្រូវហើយត្រូវស្គាល់ខ្លួនឯងសិនណាអញ្ចឹងបើយើង start ពីកម្រិត1បានថាយើង ready ដើម្បីទៅចំណុចបន្ទាប់ហើយព្រោះយើងអាចចាប់ផ្ដើមមកភ្លាមតែដូចគេដែលគេធ្លាប់មាន brand personal branding នឹងហើយយូរមកឆ្នាំទេណាត្រូវឲ្យពិសិដ្ឋបាទអូខេមានអ្នកណាមានសំណួរអីទៀតលើសពីហ្នឹង
អូខេអត់តមានសំណួរអញ្ចឹងបងទៅកម្រិតទី3ឲ្យហើយអញ្ចឹងបន្ទាប់ពីយើងស្គាល់ខ្លួនឯងបន្ទាប់ពីបានសរសេរព្រៀងថាតា professional story យើងនឹងអីគេយើងជាអ្នកណាយើងខុសពីគេបែបម៉េចហើយយើងរាល់ថ្ងៃធ្វើការងារហ្នឹងដើម្បីអីណាយើងត្រូវទៅដល់កម្រិតទី3ហើយអូខេ Pavin មានមកសំណួរអាចជួយប្រាប់យើងបានទេថាជួយប្រាប់ពួកខ្ញុំបានទេថាតើធ្វើម៉េចទៅដឹងថាខ្លួនឯងមានភាពខ្លាំងអីហើយ passion អី Can you tell us how to define our strength and passion អ្នកនៅលើ call បងសុំសួរវិញដឹងទេថាធ្វើម៉េចដឹងថាខ្លួនឯងខ្លាំងអីពូកែអីហើយយើង passion នៅលើអីគេដែរសូមជួយ share ម្នាក់មួយម៉ាត់មើលអាច type ចូល chat តិចមកសូម2នាទីមុនបងទៅទៀតកុំឲ្យបងនិយាយតែឯងបាទ អូខេបាទមានអ្នកជួយឆ្លើយបងហើយអ្នកមាន personal និង professional feedback ហើយនិង exposure ណាអូខេហ្នឹងត្រឹមត្រូវតកតងជាមួយនឹង strength របស់យើងអាចមើលបន្ថែមឧទាហរណ៍ថាឥឡូវ Pavin បងឆ្លើយទៅ Pavin direct ទៅ Pavin ចង់ដឹងថាខ្លួនឯងភាពខ្លាំងនៅត្រង់ណាត្រូវអត់អញ្ចឹងជាទូទៅយើងមើលទៅលើ2ចំណេះដឹងហើយជំនាញសប្តាហ៍ថ្ងៃអ្នករៀននៅកម្រិតណាហើយអាហ្នឹងគឺជាចំណុចមួយចំណុចខ្លាំងរបស់យើងមួយបើថាយើងដឹងមុខវិជ្ជាហ្នឹងប្រធានបទហ្នឹងច្បាស់តបមកទៀតតកតងមួយជំនាញតកតងនឹងការខ្លួនឯងធ្លាប់ធ្វើវាបបពិសោធន៍ពិតអញ្ចឹងនៅក្នុង profile ខ្លួនឯងតើធ្លាប់ធ្វើអីមែនតែនខ្លះហើយអញ្ចឹងធ្វើបានច្រើនប៉ុណ្ណាធ្វើរយៈពេលប៉ុណ្ណាហើយធ្វើចេញលទ្ធផលអីខ្លះអញ្ចឹងទាំងពីរហ្នឹងបូកចូលគ្នាគឺជាភាពខ្លាំងរបស់យើងតែសំខាន់ passion ពេលដែលឯងធ្វើវាទៅហើយឯងសប្បាយចិត្តអត់ឯងចង់ធ្វើវាថែមអត់ហើយដូចបងចង់ passion របស់បងគឺបង្រៀនមនុស្សអញ្ចឹងបងដឹងថាចំណុចខ្លាំងរបស់បងគឺបងមានចំណេះផ្នែកអប់រំជំនាញខាងបង្រៀនហើយ passion គឺបងចូលចិត្តចែករំលែកអញ្ចឹង3ហ្នឹងគឺបង define បានហើយតើបងហ្នឹងប៉ុន្តែវាអាចថាចាប់ផ្ដើមមកភ្លាមយើងនឹងរកឃើញភាពខ្លាំងរបស់យើងសរុបទាំងអស់ហើយពេលឯងធ្វើដំណើរធ្វើការងារអាជីពទៅមុខទៀតទៅយើងចាប់ផ្ដើមរកឃើញថាភាពខ្លាំងខ្លួនឯងនៅកន្លែងណានៅទីណាលើអីគេហើយ passion ហ្នឹងចូលចិត្តអីតែ passion គឺងាយស្រួលដូចបងប្រាប់ចឹងធ្វើទៅឲ្យសុបាយចិត្តចង់ធ្វើបន្ថែមទោះបីគេអត់ឲ្យលុយក៏ធ្វើដែរអាហ្នឹងគឺ passion ដែរអត់ពិបាក define ទេអូខេបងទៅមីនបន្តិចខ្ញុំត្រូវការពេល I need time to know myself be active join any activity that you love try new things ហ្នឹងហើយអូនអញ្ចឹងអាកន្លែងចំណុចនេះគឺល្អអីដែលមីនីលើកឡើងដើម្បីស្វែងរកចំណុចខ្លាំងខ្លួនឯងគឺអត់គ្រាន់តែអង្គុយនៅផ្ទះហើយយើងអង្គុយគិតម្នាក់ឯងអត់ចាញ់ទេអូនយើងត្រូវការពេលដើម្បីស្វែងយល់ពីខ្លួនឯងហើយធ្វើម៉េចយល់ពីខ្លួនឯងបានគឺមានពេលនៅជាមួយខ្លួនឯងនៅជាមួយអ្នកដទៃជាមួយមិត្តភ័ក្តិហើយ expose ខ្លួនឯងទៅកាន់ activity ខាងក្រៅចូលក្នុងសង្គមណាអូនហើយសាកល្បងអីថ្មីអញ្ចឹងពេលខ្លះយើងអត់តន់ដឹងថាខ្លួនឯងខ្លាំងផ្នែកហ្នឹងដោយសារអត់តន់បានធ្វើវាយើងគិតថាយើងអត់ខ្លាំងតែដល់ពេលសាកធ្វើតាមពិតយើងពូកែយើងធ្វើបានអញ្ចឹងឧទាហរណ៍ជំនាញនិយាយជា public ជំនាញនិយាយសាធារណៈ public speaking probably it is your strength but you need to start somewhere ត្រូវចាប់ដើមពីកន្លែងណាមួយសិនមិនមែនទៅដល់ភ្លាមខ្លាយទៅជាអ្នកនិយាយ public speaker បានភ្លាមទេយើងធម្មតាកាលមកគឺយើងមានភាពខ្មាស់អៀនយើងខ្លាចភ្នែកអ្នកដតីខ្លាចគេថាឲ្យគេរិះគន់និយាយទៅខុសត្រូវណាក៏ប៉ុន្តែអូនឯងអាចមានចំណុចខ្លាំងគឺចូលចិត្តចែកម្លែកការនិយាយនឹងឲ្យបាត់ហើយអញ្ចឹងតោះតាសាកល្បងឲ្យធ្វើឲ្យច្រើនណាអរគុណអូនឥឡូវបងទៅចំណុចបន្ទាប់ចំណុចទី3ណាកម្រិតទី3 level 3 master the art of communication អញ្ចឹងយើងត្រូវមានសិល្បៈនៅក្នុងការទំនាក់ទំនងអូនឧទាហរណ៍ចុះឥឡូវ workshop មួយនេះមុនពេលបងចាប់ផ្ដើមអញ្ជើញពួកយើងចូលក្នុង session បាន around 40នាក់នេះតែបងធ្វើអីគេខ្លះមាន social media ប្រហែលប៉ុសសាច់រឿងអីគេខ្លះហេតុអីក៏បញ្ចុះបញ្ចូលគេមករៀនដើម្បីប្រយោជន៍អីអញ្ចឹងយើងត្រូវមានសិល្បៈនៅក្នុងការទំនាក់ទំនងហើយក្នុងនោះមានអីខ្លះបងលើកតែពីរចំណុចសំខាន់នេះទី1តកតមួយនឹងការសរសេរជំនាញសរសេរ
hay nâng ca này tiên rương bỏ dường writing and story writing. These two skills is really important for any work you do. Mình tha đặt bịa thua cáឬក៏ដាក់ហារូបករណ៍អនឡាញត្រូវមានជំនាញសរសេរហ្មង raw application raw question and answer ដែលគេត្រូវការពីយើងគឺគេត្រូវការមនុស្សដែលប៉ាកែនិយាយសាច់រឿងប្រាប់គេធម្មតាបើណៃអត់មានអាហ្នឹងទេនិយាយប្រាប់មួយម៉ាត់គឺ yes no question គឺចប់ហើយវាអត់មានអីជជែកគ្នាទៀតទេតែបើណៃប៉ាកែនៅក្នុងការសរសេរបង្កើតសាច់រឿងប្រាប់ថាខ្ញុំមកពីណាឧទាហរណ៍ខ្ញុំមកពីខេត្តនេះដំបងឡើយខ្ញុំនៅជាមួយគ្រួសារខ្ញុំមានបងប្អូនប្រហែលនាក់មូលហេតុដែលខ្ញុំបដូរមកភ្នំពេញដោយសារខ្ញុំចង់រៀនមុខវិជ្ជានេះតមកទៀតចាប់ធ្វើឱកាសការងារបែបនេះប៉ុន្តែដោយសារមកហ្នឹងរយៈពេលប្រហែលឆ្នាំខ្ញុំបានជួបរឿងអីខ្លះដែលជាបទពិសោធន៍អញ្ចឹងថ្ងៃហ្នឹងបន្ទាប់ខ្ញុំចង់មកចែករំលែកអញ្ចឹងអាហ្នឹងគឺឧទាហរណ៍ដែលបងលើកខ្លីៗអំពីការប្រើប្រាស់សិល្បៈនៅក្នុងការទំនាក់ទំនងអញ្ចឹងរឿងគ្រប់យ៉ាងពេលខ្លះយើងអាចប្រាប់ត្រង់ direct ទៅភ្លាមទេតែយើងអាចបង្កើតជាសាច់រឿងវិញសិនហើយចាំចែករំលែកទៅគេបន្តហើយបងជឿថាពួកយើងទាំងអស់នេះប៉ាកែព្រោះយើងប៉ាកែ essay caption ផុសក្នុង Facebook TikTok ក្នុង LinkedIn នេះមានច្រើនបងឃើញអញ្ចឹងចង់ survey តិចមើលអ្នកណាគេខ្លះក្នុងមួយថ្ងៃផុស at least one caption ជួយ type នៅក្នុង chat តែ yes បានហើយបើសិនជាក្នុងមួយថ្ងៃយ៉ាងតិចក៏ share មួយរឿងឬក៏មួយ caption ដែរនៅក្នុង social media មិនថា Facebook មិនថា LinkedIn ឲ្យតែ social media អាច type yes ឲ្យបងបានបងចង់ដឹងព្រោះនៅទីនេះមានជិត40នាក់អញ្ចឹង40នាក់នរណាខ្លះដែលតែ share caption ផុសសឹងរាល់ថ្ងៃបាទហើយបងមាន friend ដែរបងដឹងបើឆ្លើយ no ក៏បងដឹងតែកុហកដែរអូខេមានអ្នក not often បានន័យថាមានផុសដែរតែអត់ often ណាអូខេមានទៀតទេសូមបន្ថែមមើលអូខេ share but no caption បងអូខេអញ្ចឹងឥឡូវយើងដឹងហើយណាបងសួរបកទៅវិញ Steven នៅពេលដែលយើង share ហើយយើងអត់ដាក់ caption និងមួយទៀតយើងមាន caption បន្ថែមប៉ុសពីរហ្នឹងមួយណាបានទទួល reaction ច្រើនជាងហើយត្រូវបានគេ seen ច្រើនជាងចង់ដឹងបន្ថែមពួកអីអានេះបងនិយាយអំពីសិល្បៈនៅក្នុងការទំនាក់ទំនងអញ្ចឹងវិធីទំនាក់ទំនងធ្វើម៉េចដើម្បីយើងទាញចំណាប់អារម្មណ៍គេមកហើយឲ្យគេមើលប៉ុសរបស់យើងចែកបន្ថែមណាអូខេគឹមហ៊ានក៏ថាដែរ with caption អូខេមាន caption ត្រូវអញ្ចឹងបងបន្តទៅមុខទៀតតកតមួយជំនាញសរសេរហើយនឹងការនិទានរឿងត្រូវការពេលវេលាដើម្បីរៀនដើម្បីដកបទពិសោធន៍ហើយយើងដឹងហើយពេលយើង post story ឬក៏ caption ហ្នឹងយើងតែងពិសោធន៍ថាសរសេរបែបណាតាក់ទាញទឹកចិត្ត audience យើងបានប្រិមិត្តរបស់យើងហ្នឹងអូខេ Steven បកមកវិញអូខេ with caption but mostly to share that other could get the news អូខេត្រូវបាទអូខេអញ្ចឹងអ្នកខ្លះគោលបំណងរបស់គាត់បើថាគាត់មិនចង់បានគេឆ្លើយឲ្យមួយគាត់តែគ្រាន់ចង់ share ប៉ុសហ្នឹងឲ្យមើលឃើញទៅមានព័ត៌មានអាហ្នឹងក៏ល្អតែហ្នឹងជា branding របស់យើងមួយបើថាខ្ញុំជាអ្នកចែករំលែកព័ត៌មានបាទបងសូមបន្តទៅទៀតតាក់ទងជាមួយ networking ហើយ public speaking អាហ្នឹងសំខាន់អូនឯងចង់កសាង personal branding ខ្លួនឯងបានតតែមានជំនាញនឹងដែរបង្កើត network ហើយនឹងមានជំនាញនិយាយជាសាធារណៈបើយើងខ្មាស់អៀនយើងអត់មានភាពក្លាហានហើយហ៊ាននិយាយនៅចំណោមមហាជនទេពិបាកបន្តិចនៅពេលយើងចង់បង្កើតគេហៅថា branding ខ្លួនឯងណាធ្វើម៉េចគេលឺយើងទៅតាមរយៈសំឡេងតាមរយៈការឃើញរូបថតឃើញសកម្មភាពជួបផ្ទាល់ត្រូវអត់អញ្ចឹងនៅក្នុង Facebook បើអនឯងអត់ជឿទេក្នុង Facebook យើងនៅពេលដែលផុសអីមួយផុស story ឬផុសphoto post ចុះផុសរូបទេសភាពអត់សូវបាន like ទេបើផុសរូបខ្លួនឯងបានរូបបែរជា like មានអីច្រើនជាងឥឡូវសុំសួរទេអ្នកនៅ audience ពេលផុសរូបខ្លួនឯងបាន like ច្រើនជាងឬក៏ផុសរូបទេសភាពបាន like ច្រើនជាងជួយ type នៅក្នុង chat តិចមើលចង់ដឹងហើយបើអត់បាន like ដោយសារអីអូខេ personal picture ណាបានមួយអ្នកផ្សេងទៀតអាចជួយឆាតប្រាប់បងផងអូខេ photo of me អូខេមនីរៈផុសរូបខ្លួនឯងបាន like ច្រើនណាអូសិតអ្នកផុសរូបខ្លួនឯងបាន like ច្រើនផាវិនលីដាអូខេចុះ team អ្នកផុសទេសភាពអីទៅបានគេ like ជួយដាក់ក្នុង chat ដែរមើលមានណាអូផុសរូបមេឃផុសមេឃអីទៅមានគេ like ណាអូខេ
មានទៀតទេអូខេចិត្តត្រាថា relatable content with funny caption ហ្នឹងហើយបងចង់បានហ្នឹងអញ្ចឹងអ្នកខ្លះគេ share អីដែល funny ហើយមាន caption អូបាទ Lisa មានអាចនិយាយបានប៉ុន្តែពេលខ្ញុំផុសតផុស60បានគេ like គេចូលមើលច្រើន អូខេយល់អរគុណច្រើនត្រូវហើយអ្នកខ្លះគឺគាត់ចង់មើលរូបយើងប៉ុន្តែម្ដងទៀតតើយើងសាង branding របស់យើងមកដើម្បីអីចង់ឲ្យគេស្គាល់យើងជាអ្នកណាត្រូវឯងបកទៅកម្រិតទី1វិញ level 1អញ្ចឹងបើយើងប្រាប់គេថាខ្ញុំ model ខ្ញុំតារាអញ្ចឹងខ្ញុំត្រូវតែផុសរូបរបស់ខ្ញុំអញ្ចឹងជារឿងត្រឹមត្រូវដែលយើងធ្វើហ្នឹងលីសាក៏ប៉ុន្តែបើសិនខ្ញុំថាឧទាហរណ៍បងចោះបងខាងគ្រូបង្រៀនបងបង្រៀនភាសាអង់គ្លេសតែបងមួយថ្ងៃបងផុសតែរឿងអីផ្សេងតាក់ទងជាមួយនឹងគ្រូហានិភ័យព្យុះបក់បោកអីអញ្ចឹងគឺវាអត់មានអាមេតិកាណាតាក់ទងជាមួយនឹង branding បងទេអញ្ចឹងវាមិនខុសអីពីការយើងទៅទិញមីឆុងឧទាហរណ៍គេដាក់រូបចានមីអីលើកញ្ចប់ស្អាតតែពេលបកមកក្នុងហ្នឹងមិនមែនមីទេទៅជាបានអីផ្សេងអញ្ចឹងវាអត់ដូចអីដែលយើងផ្សព្វផ្សាយអញ្ចឹង branding របស់យើងជាចំណុចចាប់ផ្ដើមដើម្បីបង្ហាញថាយើងជាអ្នកណាហើយចឹងអាមេតិកាឬក៏ការតំណែងរបស់យើងតាមរយៈការសេសាច់រឿង story caption រូបភាពហ្នឹងត្រូវតែស្របគ្នាមួយវាដែរណាអរគុណច្រើនបានចូលរួមចែកម្លែកនេះសាបាទអូខេមានអ្នក share នៅក្នុងឆាតបន្ថែមបាទអញ្ចឹងមិញបងនិយាយដល់រឿង relatable content with funny caption ត្រូវកន្លែងហ្នឹងគឺបងជឿថាមានក្មេងៗជាពិសេសមិនថាក្មេងៗទេអ្នកណាក៏ដោយវ័យណាក៏ដោយសិតតែចង់បានសំណោចប្រចាំថ្ងៃអញ្ចឹងអាហ្នឹងជារឿងល្អបើយើងអាចធ្វើជាប្រចាំបានតែកុំឲ្យវាលុបបំបាត់ទៅអា brand របស់យើងធំថាតើយើងជាអ្នកណាដល់ពេលយើង share បន្តយូរយើងអាចភ្លេចដែរព្រោះយើងប្រើ Facebook ឬ LinkedIn យូរទៅយើងវិវត្តអញ្ចឹងយើងភ្លេចថាតើពីដើមយើងចង់បង្ហាញថាខ្លួនឯងជាអ្នកណានៅលើ social media បាត់ទៅហើយបាទបងរស្នាក់ក៏បន្ថែមដែរថាមាន share រូប personal family photo បាទអាហ្នឹងក៏ល្អវាជាសិល្បៈនៅក្នុងការតំណែងមួយថាឧទាហរណ៍យើងចាំថាអ្នកជាអ្នកណាអញ្ចឹងបើអ្នកឯងចង់ស្គាល់ខ្ញុំអ្នកឯងអាចស្គាល់ដល់ទាំងគ្រួសារខ្ញុំទៀតអ្នកមើល family photo របស់ខ្ញុំជាមនុស្សបែបនេះអញ្ចឹងទៅអញ្ចឹងការអាហ្នឹងវាជាសិល្បៈមួយនៅក្នុងការតំណែងដែរព្រោះសាច់រឿងខ្លះយើងនិយាយសរសេររាប់រយទំព័រមិនស្មើនឹងរូបភាពមួយសន្លឹកទេបាទអាហ្នឹងជឿចឹងអត់អ្នកទាំងអស់គ្នាអ្នកដែលធ្លាប់មានរូបភាពដែលថាមានអត្ថន័យណាតែมันអាចបកស្រាយបានតាមរយៈការសរសេរ caption វែងឆ្ងាយទេតែបើផុសរូបគឺគេយល់ហ្មងបាទអូខេមីនេះក៏និយាយដែរថាយើងក៏អាចបង្ហាញពី achievement របស់យើងព្រោះអីមនុស្សគាត់ចង់ដឹងបាទត្រឹមត្រូវកាលណាការបង្ហាញពីស្នាដៃរបស់យើងអីផ្សេងគឺអ្នកទាំងអស់គ្នាគាត់ចង់ដឹងចង់ឮហើយចង់អាចចាក់សួរបន្ថែមឧទាហរណ៍ថាឥឡូវជាប់អាហារូបករណ៍ទៅប្រទេសនេះប្រទេសនោះអញ្ចឹងមានអ្នកដែលគាត់តាមដានយើងគាត់សួរបងធ្វើម៉េចបានអាហារូបករណ៍ហ្នឹងខ្ញុំចង់ដឹងដែរខ្ញុំចង់ achieve ដូចបងដែរធ្វើម៉េចខ្លះអញ្ចឹងទាំងអស់ហ្នឹងគឺសិតតែជាសិល្បៈនៅក្នុងការតំណែងបងឯងតែម្ដងទៀតបងសូមបើកវងកញ្ចក់ដែរ workshop យើងនេះគឺខ្លីមែនតែនត្រួសទេគ្រាន់តែជាគំនិតសម្រាប់ឲ្យយើងមានawareness មានការភ្ញាក់ដឹងខ្លួនថាអូខ្ញុំចង់កសាង personal branding មកវិញហើយខ្ញុំគួរមានអីគេខ្លះតែបើចង់រៀនឲ្យពេញ workshop មកត្រូវចំណាយពេលយូរជាងហ្នឹងណាអូខេអរគុណច្រើនដែលបានចូលរួមចែកម្លែកអង្គសកម្មបងសុំទៅខាងមុខទៀតណាអូខេយើងមាន5កម្រិតឥឡូវយើងដល់កម្រិតទី4ហើយទី4ហ្នឹងគឺយើងចេះប្រើ social media របស់យើងទាញចេញជាប្រយោជន៍បែបណាឥឡូវសុំសួរអ្នកដែលនៅក្នុងឆាតហេងសយមាន follower មានអីច្រើនមែនតែលាក់មុខមានប្រហែលអ្នកដែលមាន follower ដល់ 1000 អ្នកឯងសុំ type ក្នុងឆាតមើល type yes 1000 អ្នកឡើងបើមានណា friend ក៏ដោយ friend ក្នុង Facebook ក៏ដោយក្នុង LinkedIn ក៏ដោយបើមានហើយជួយប្រាប់មើលបាន 1000 អ្នកឡើងនៅជួយ type yes នៅក្នុងឆាតឲ្យបងតិចមកបាទឬក៏ចុច react like ក៏បានដែរដើម្បីបង survey ដឹងតិចបាទមានច្រើនអូខេអូខេពិសិដ្ឋនៅលើ LinkedIn បាទល្អមានអីទៀតរក្សាគឹមហៀងមានដែរបាទមានពីណាគេទៀតពិសិដ្ឋបងកែវរ៉ាណាមាន 21000 នាក់បាទសុំផ្ទះដៃមួយមក 21000 នាក់ 21k ច្រើនណាបងប្អូនអាចទាញជាប្រយោជន៍បានច្រើនហើយខ្ញុំឃើញឥឡូវ trainer ប្រើពាក្យ power of social media បែបហ្នឹងបានន័យថាវាមានឥទ្ធិពល
ចឹងកាលណាយើងមានអ្នកតាមដានច្រើនយើងមានសម្លេងក៏កាន់តែលឺជាងនឹងដែរចឹងយើងប្រើឲ្យត្រូវប្រយោជន៍យើងទៅយើងបាន personal branding កាន់តែខ្លាំងហើយចឹងថ្ងៃនេះគឺចង់ focus បន្ថែមទៅលើការប្រើ LinkedIn មានប្រយោជន៍ច្រើនបងប្អូនតាក់ទងជាមួយនឹងឱកាសរកការងារក៏ដូចជាដាក់អាហារូបករណ៍ដាក់កម្មវិធី exchange study អីផ្សេងៗទៅកាន់ប្រទេសក្រៅព្រោះអីនៅក្នុង Facebook វា Facebook មិនមែនថាมันល្អទេក៏ប៉ុន្តែដោយសារមាតិកាលើ Facebook ឥឡូវវា mix up ពេកវាលាយឡំច្រើនពេកធ្វើឲ្យ purpose ឬគោលបំណងនៅក្នុងការរកការងារឬក៏ការបង្ហាញពី professional experience របស់យើងដាក់លើ Facebook វាអាចមិនសូវមានប្រសិទ្ធភាពដូច LinkedIn គឺវាដូចជា CV digital មួយដែលអ្នកទាំងអស់គ្នាបង្ហាញថាខ្ញុំជាអ្នកណាខ្ញុំរៀនចប់ផ្នែកអីគេមាន achievement អីគេខ្លះហើយខ្ញុំមានបទពិសោធន៍ការងារធ្វើអីគេខ្លះហើយអញ្ចឹងថ្ងៃនេះផ្ទាល់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមបើអ្នកដែលមាន LinkedIn ហើយយកវាមកវិញប្រើ tip ដែលខ្ញុំបាន share ពីខាងដើមនេះយកមកសរសេរ tagline ដាក់ឈ្មោះខ្លួនឯងហើយនឹង story អីផ្សេងៗនេះ share ប្រចាំថ្ងៃឬក៏ប្រចាំសប្ដាហ៍វិញមើលដើម្បីបង្កើត follower យើងឲ្យកាន់តែច្រើនហើយយកមកវាជាកម្លាំងចលករជួយឲ្យ personal branding របស់អ្នកទាំងអស់គ្នាហ្នឹងកាន់តែល្អជាងមុនណាហើយបន្តទៅទៀតមាន Facebook មាន LinkedIn មិនទាន់គ្រប់គ្រាន់ទេព្រោះអីវាគ្រាន់តែជាគ្រឿងបំពាក់ឯងមិនថាវាគ្រាន់តែជាឧបករណ៍ក៏ប៉ុន្តែអីទៅគឺជា snow របស់ឧបករណ៍ហ្នឹងបាទគឺ content creation ត្រូវចេះបង្កើតមាតិកាណាដែលថាផ្ដល់ជាដំណឹងជាមាតិកាល្អៗជួយបង្រៀន share អីផ្សេងៗឬក៏ដូចគេហៅថា behind the scene ណាជីវិតយើងសពថ្ងៃអាចថាគេស្គាល់យើងជាមនុស្សបែបនេះឃើញតែស្លៀកពាក់ស្អាតល្អរហូតចុះថ្ងៃនេះយើងនៅផ្ទះហ្មងមិនដែរកំពុងដាំដុះបន្លែបកាអីអញ្ចឹងតើអាហ្នឹងយើងអាចចែករំលែកបានអត់ដើម្បីឲ្យ audience របស់យើងមានអារម្មណ៍ថាអូគាត់ចិត្តដិតនឹងយើងអាចធ្វើបានបើសិននឹងវាជាផ្នែកមួយនៃ personal branding របស់យើងណាអញ្ចឹងនៅក្នុងកម្រិតទី4ផ្ទាល់មិញបងបាន survey ថាតើអ្នកទាំងអស់គ្នាមាន follower ប្រមាណនៅលើ LinkedIn នៅលើ social media ចុះតាក់ទងជាមួយនឹង content តើអ្នកទាំងអស់គ្នាបានគិតគូរហើយនៅថាតើយើងចង់ share content អីខ្លះរាល់ថ្ងៃហ្នឹងណានេះគ្រាន់ជាសំណួរទុកទេអត់ឲ្យឆ្លើយឥឡូវទេតែសួរខ្លួនឯង note នៅលើกระดาษទុកទី1សួរថាតើមាន LinkedIn នៅបើ yes good ទី2មាន content សម្រាប់ share នៅលើ LinkedIn នឹងហើយឬនៅហើយបើនៅចង់ share អីគេខ្លះណាបាទយើងចូលទៅកម្រិតទី5បាទ level 5 នៅក្នុងការ build personal branding គឺយើងចូលដល់ advanced branding strategy អានេះគឺកម្រិតខ្ពស់បំផុតហើយទោះបីអ្នកទាំងអស់គ្នាធ្វើមិនក៏ត្រូវតែមាននៅក្នុងកម្រិតហ្នឹងដែរអញ្ចឹង personal branding របស់យើងវាត្រូវការយុទ្ធសាស្ត្រពេលខ្លះអ្នកទាំងអស់គ្នាតែងតែគិតថាហេតុអីពេលខ្លះគេធ្វើវីដេអូខ្លីៗឬក៏ content ខ្លះទូចមិនក៏វា viral មិនក៏វាល្បីម៉េះអញ្ចឹងណាអញ្ចឹងដោយសារគេចេះប្រើយុទ្ធសាស្ត្រវិញអញ្ចឹងការធ្វើច្រើនមិនស្មើនឹងការធ្វើត្រូវទេធ្វើត្រូវគឺអាស្រ័យលើអីអាស្រ័យលើយុទ្ធសាស្ត្រហើយយុទ្ធសាស្ត្រហ្នឹងបានមកពីណាតើអ្នកទាំងអស់គ្នាឧស្សាហ៍ចូលរួម personal branding workshop អីផ្សេងមិនមែនតែរបស់ think career ឬក៏របស់ខ្ញុំអ្នករ៉ាន់ទេអ្នកណាក៏ដោយដែលគាត់មានបទពិសោធន៍គាត់មានចំណេះដឹងផ្នែកនឹងផ្ទាល់ច្បាស់ហើយគាត់មានការធ្វើមែនតើយកមកចែកម្លែកអ្នកនរគ្នាអាចចូលរួមទៅដើម្បីរៀនពីគាត់ក៏ដូចជាបានបទពិសោធន៍ថ្មីពីអ្នកចូលរួមដូចគ្នានេះដែលគាត់នឹងចែករំលែកអញ្ចឹងថ្ងៃនេះយើងគិតថាយើងមាន40នាក់នៅលើ call អញ្ចឹងបើយើងអាចតាក់ទងជាមួយមនុស្ស40នាក់យើងមាន connection ថ្មី40ចុះអ្នក40ហ្នឹងគាត់មានមិញដូចខាងគាត់បាន share អញ្ចឹងគឺមានដល់ទៅ 21k អញ្ចឹង21k ហ្នឹងយើងអាចយកទៅធ្វើជា connection របស់យើងបន្តបានហើយអញ្ចឹងនៅលើ LinkedIn គឺគេភ្ជាប់ទំនាក់ទំនងបែបហ្នឹងណាបាទបន្តមកទៀតគឺ employer branding collaboration កន្លែងនេះខ្ញុំចង់ជជែកចេះហេអ្នកទាំងអស់គ្នាដែលធ្វើការពេញម៉ោងហើយក្រុមហ៊ុនយើងល្អហើយគឺគាត់មានស្តង់ដារគាត់មាន brand អីល្អអញ្ចឹងយើងអាចធ្វើការចែករំលែក content មាតិការបស់គាត់នៅលើ personal profile យើងដែរបែបហ្នឹងគេហៅថាការសហការ collaboration អញ្ចឹង brand របស់គេធំស្រាប់កាលណាយើងនៅក្រោម brand ស្លាកសញ្ញាដែលធំទៀតគឺគេស្គាល់យើងកាន់តែលឿនជាងថាយើងបង្កើតមកពី0មកវារៀងលំបាកជាងប៉ុន្តែមិនមែនថាទៅមិនរួចតែគ្រាន់តែវាយូរជាងអញ្ចឹងយើងត្រូវចេះទាញឱកាសឆក់ឱកាសប្រើប្រាស់ branding នៅក្នុងក្រុមហ៊ុនរបស់យើងដែលគាត់បានសាងល្អមកហើយហ្នឹងជួយ support គាត់បន្ថែមផងហើយនៅក្នុងពេលជាមួយគ្នាហ្នឹងក៏គាត់ជួយ support យើងឡើងទៅមុខទៀតដែរបាទចុងក្រោយគេធ្វើរឿងទាំងអស់ហ្នឹងអ្នកទាំងអស់នេះ complete មើលទៅលើ data បើថា look into your data driven insights មើលថាតើ
performance របស់ page របស់ profile យើងរាល់ថ្ងៃហ្នឹងមានការធ្លាក់ចុះកើនឡើងឬក៏នៅថេរឧទាហរណ៍លើកមុនផុសរូបមួយម្ដងបានឡើងពី 3000 like ឥឡូវមិនធ្លាក់នៅសល់តែ500 200អញ្ចឹងយើងនឹងឆ្ងល់អញ្ចឹងតើយើងធ្វើម៉េចដើម្បីបន្តachievement ហ្នឹងឲ្យវាទៅមុខទៀតបានអញ្ចឹងត្រូវប្រើយុទ្ធសាស្ត្រទៀតដែរតែ complex ថាធ្វើអីក៏ដោយយើងត្រូវយក audience ជាបុគ្គលសំខាន់បើសិនវាអត់ចេញជាប្រយោជន៍ជូនគាត់ទេធម្មតាអ្នកណាក៏ដូចអ្នកណាអ្នកទាំងអស់គ្នាក៏នៅលើ call នេះក៏ដូចគ្នាដែរ40នាក់នេះបើសិនជាស្ដាប់តាំងពីម៉ោង 9 កន្លះមកដល់ឥឡូវគិតថាអត់មានប្រយោជន៍យើងនឹង leave group បាត់ហើយត្រូវទេអញ្ចឹងអីដែលសំខាន់គឺយើងយក audience យើងជាតួឯកជាអ្នកសំខាន់ដែលយើងគាត់បង្កើតជាប្រយោជន៍ content ទៅឲ្យគាត់ទៅគាត់ stick ជាមួយនឹងយើងបានយូរហើយ personal branding ហ្នឹងវានឹងចេញពីមាត់មួយទៅមាត់មួយទៅអស់ហើយឧទាហរណ៍ថាដូចខ្ញុំ run workshop ថ្ងៃនេះចុះអ្នកដែលចូលរួមគាត់បាន message key take away រឿងសំខាន់តែត្រឹមមួយចំណុចទេប៉ុន្តែក៏យកទៅចែកម្លែកបន្តអញ្ចឹងអ្នកផ្សេងទៀតចង់ដឹងអីគេ think career ហ្នឹងខ្ញុំចង់ដឹងដែរក្រុមការងារគិតហ្នឹងអ្នកណាហើយគាត់ធ្វើ workshop ហ្នឹងឬសូគេថាល្អខ្ញុំចង់ដឹងដែរខ្ញុំមកដែរអញ្ចឹងការ build branding គឺចាប់ផ្ដើមមកគឺ start ពីរឿងហ្នឹងឯងចឹងជាការសង្ខេបនៅក្នុងអានេះគេហៅថា section 1ព្រោះយើងនៅសល់ប្រហែលជា40នាទីទៀតគឺ section 2ជា bonus part សម្រាប់ workshop មួយនេះចឹងនៅក្នុង summary បងចង់ធ្វើការសង្ខេបនៅក្នុង section 1របស់យើងតាក់ទងជាមួយនឹងនិយមន័យនៃការកសាង brand ផ្ទាល់ខ្លួនចឹង personal branding ដូចយើងដឹងហើយគឺជាការបង្កើតនៅ visibility របស់ខ្លួនឯងបើថាការទទួលស្គាល់គេស្គាល់របស់យើងច្រើនប៉ុណ្ណានៅលើ social media ក៏ដូចជា offlineអីដែលយើងភ្លេចនិយាយមិញគឺរឿង offline តែគេស្គាល់លើ social media នៅខាងក្រៅក៏គេស្គាល់ដែរអញ្ចឹងតើយើងមាន brand awareness ប៉ុណ្ណាគេស្គាល់យើងនៅក្នុង Facebook LinkedIn ជាមនុស្សបែបនេះហើយចុះខាងក្រៅជាអ្នកណាយើងត្រូវមានអានឹងទាំងពីរណាបាទអូខេអញ្ចឹងយើងមើលមាន5កម្រិតអ្នកទាំងអស់គ្នារាល់ presentation deck នេះខ្ញុំនឹងផ្ញើជូនបន្ទាប់ពី session យើងចប់ចឹងយើងអាច take note អីដែលយើងគិតថាសំខាន់ប៉ុន្តែ material អត់បញ្ហាទេគឺមានផ្ដល់ជូនណាចឹងសរុបមកវិញយើងមាន5កម្រិតនៅក្នុងការកសាង personal branding ដែលវាជាមូលដ្ឋានគ្រឹះនៅក្នុងការចាប់ផ្ដើមអាជីពរបស់យើងចឹងកម្រិតទី1ស្គាល់ពីខ្លួនឯងដឹងពីចំណុចពិសេសរបស់ខ្លួនយល់ដឹងថាខ្លួនឯងមានភាពខ្លាំងអីមានចំណង់ចំណូលចិត្តអីទៅដែលធ្វើឲ្យយើងជាបុគ្គលដែលពិសេសដែលអ្នកផ្សេងទៀតមិនដូចយើងកម្រិតទី2ចាប់ផ្ដើមរៀនសរសេរសាច់រឿងអាជីពរបស់យើងតើយើងជាអ្នកណា professionally ខ្ញុំប្រើពាក្យ professionally ណាហេតុអ្វី find your why ថារាល់ថ្ងៃគោលបំណងនៅក្នុងការធ្វើការងារអីមួយសិក្សាមុខវិជ្ជាណាមួយឬក៏បន្តទៅកន្លែងណាក៏ដោយធ្វើដើម្បីអីចាប់ផ្ដើមពី why កុំធ្វើឲ្យបានបកមកសួរហេតុអីបានខ្ញុំធ្វើអញ្ចឹងអាហ្នឹងអត់បានប្រយោជន៍ហើយខាតពេលវេលាទៀតហើយអីសំខាន់បំផុតគឺវាជាកត្តាចលករនៅក្នុងការជំរុញទឹកចិត្តអ្នកទាំងអស់គ្នាឲ្យបន្តបើសិនអ្នកទាំងអស់គ្នាអត់មាន a very strong why ទេទោះបីជាអ្នកទាំងអស់គ្នាមាន strength passion ខ្លាំងប៉ុណ្ណាក៏ដោយអត់មាន why ហ្នឹងគឺធ្វើទៅអត់បានប្រយោជន៍យើងខ្លួនឯងហ្នឹងក៏លះបង់ហើយ give up មុនពេលបានជោគជ័យបាត់ទៅហើយអញ្ចឹងនៅក្នុងកម្រិតទី2ហ្នឹងសំខាន់ណាស់គឺត្រូវដឹង why របស់យើងណាហើយខុសគេត្រង់ណាយើងមានគុណតម្លៃអីដែលអ្នកផ្សេងទៀតអត់អាចធ្វើបានទេនិយាយទៅគឺពូកែនៅក្នុងការផ្សព្វផ្សាយបង្កើតទំនុកចិត្តលក់ខ្លួនឯងទៅកាន់អ្នកដទៃនោះឲ្យគេជឿទុកចិត្តហ្មងបាទកម្រិតទី3គឺយើងត្រូវពូកែខាងសិល្បៈនៅក្នុងការទំនាក់ទំនងហើយมันមានអីលឿនជាងការពូកែសរសេរពូកែនិទានរឿងហើយផុសវាទៅតាម LinkedIn post តាម Facebook post ហ្នឹងទេឬក៏ email អញ្ចឹងកាលណាយើងមានជំនាញនៅក្នុងការសរសេរខ្លាំងគឺវាជួយឲ្យយើងដើរទៅមុខកាន់តែលឿនអញ្ចឹងអ្នកទាំងអស់គ្នាបើសិនថាបងខ្ញុំចង់សរសេរប៉ុន្តែឥឡូវ social media សពថ្ងៃគេប្រើភាសាអង់គ្លេសច្រើនហើយខ្ញុំអត់ទាន់រៀនភាសាអង់គ្លេសបានអស់ទេខ្ញុំនៅមានការខ្វះខាតអញ្ចឹងធ្វើម៉េចបងមាន tip សម្រាប់ឲ្យយើងធ្វើបានទៀតមិនចាំបាច់ចំណាយពេលដល់10ឆ្នាំដើម្បីរៀនភាសាអង់គ្លេសប៉ុន្តែអាចមានវិធីធ្វើលឿនជាងហ្នឹងហើយល្អហើយស្អាតទៀតនៅចុងម៉ោងទៀតណាអញ្ចឹង stay មួយបង stay tuned network ហើយនឹង public speaking ជំនាញបង្កើតបណ្ដាញណាកុំចាំតែគេ add មកយើងមុនវិញបើយើងឃើញមនុស្សហ្នឹងគឺពូកែមនុស្សល្អជារៀមច្បងចង់រៀនតាមឃើញគេនៅក្រៅចែកដល់រកឃើញ Facebook គេទៀត add ទៅភ្លាមកុំខ្មាស់អៀនសម័យនេះគឺ digital ហើយអញ្ចឹងការប្រស័យតាក់ទងយើងដឹងណាគឺចាប់ផ្ដើមពីការទៅហៅមុនឲ្យមុននឹងយកអានេះបងអាសាឲ្យពាក្យស្លោកទៅកាន់ junior បង team member របស់បងឬក៏សិស្សនិស្សិតដែលបងបង្រៀនឲ្យមុននឹងយក
អញ្ចឹងហៅគេមុននឹងឲ្យយើងចង់ឲ្យគេឆ្លើយមកយើងតោះតែយើងទៅហៅគេមុនដែរហើយបើសិនជាគេមិនឆ្លើយមែនដែនគេមិនមែនជាគោលដៅដែលយើងរបស់យើងទេយើងត្រូវដឹងឲ្យហើយណាហៅគេឆ្លើយគេចាប់ដើមសារជាប់តាក់ទំនង connect ជាមួយយើងជា direct target ទេតែបើយើងហៅហើយហៅទៀតអញ្ជើញហើយអញ្ជើញទៀតគេអត់មកចូលរួមទេគេមិនចង់បានទេយើងដឹងថាអូអត់ត្រូវគោលដៅរបស់គាត់ទេអញ្ចឹងកុំខឹងកុំបន្តទៀតយើងចាប់ផ្ដើមចំណាយកម្លាំងយើងទៅអ្នកផ្សេងទៀតណាហើយបុកចាប់ផ្ដើមរៀននិយាយជាសាធារណៈចាប់ផ្ដើមពីការ call ជា group និយាយនៅក្នុងថ្នាក់និយាយនៅកន្លែងធ្វើការតិចប៉ុន្តែនិយាយជាសាធារណៈនេះកុំច្រឡំជាមួយនឹងការនិយាយដើមគេជាសាធារណៈណាមិនមែន gossiping ទេនេះបងសូមលើកចំណុចហ្នឹងមួយអាចថាស្ដាប់ទៅ funny ក៏ប៉ុន្តែរឿងពិតនិយាយជាសាធារណៈគឺជាការផ្ដល់ message សារផ្សេងដែលមានប្រយោជន៍ជូនទៅដល់សាធារណជននិង audience របស់ពួកយើងប៉ុន្តែកាលណាយើងចាប់ផ្ដើមជជែក gossiping អីទូចតាចែកចោចហ្នឹងនៅសាធារណៈអាហ្នឹងគេមិនមែនហៅ public speaking ទេអញ្ចឹងកុំច្រឡំតិចច្រឡំថាជាថ្ងៃមុនខ្ញុំមករៀន workshop មួយបងនៅ Think Career ហ្នឹងហើយស្រាប់តាគាត់ប្រាប់ថាឲ្យបកកែនិយាយជាសាធារណៈអញ្ចឹងខ្ញុំទៅនិយាយដើមគេនៅសាធារណៈថ្ងៃមុនព្រោះអត់ឃើញបានផលសោះអត់មាន follower សោះមានតែគេ unfollow បងខ្ញុំឆ្ងល់ដែរអញ្ចឹងគឺបែបហ្នឹងឯងណាបាទអូខេអញ្ចឹងតកតងបន្តទៅទៀតគឺកម្រិតទី4របស់យើងសង្ខេបឡើងវិញគឺការប្រើប្រាស់ social media យើងឲ្យត្រូវនឹងតម្រូវការក៏ដូចជាគោលដៅរបស់យើងអញ្ចឹងមានអីប្រើអស់មាន Facebook សម្រាប់ប្រព័ន្ធកម្សាន្តប្រើសម្រាប់កម្សាន្តមាន social media LinkedIn ប្រើសម្រាប់ការងារនិងអាហារូបករណ៍ប្រើវាសម្រាប់គោលបំណងហ្នឹងហើយបង្កើតមាតិកាឲ្យបានជាប្រចាំជាប់លាប់ណាចំណែកកម្រិតចុងក្រោយទី5គឺយល់ដឹងពីយុទ្ធសាស្ត្រនៅក្នុងការបង្កើតស្លាកយីហោរបស់យើងឬក៏ branding ហ្នឹងអញ្ចឹងអាសាចូលរួម grab ជញ្ជក់យកចំណេះហ្នឹងពី workshop ពី webinar អីផ្សេងមិនថាតែនៅក្នុងស្រុកខ្មែរតែទាំងអស់គ្នានៅលើ LinkedIn ហ្នឹងគឺគេមាន open workshop តែ free of charge ហើយយើងអាចចូលរួមរៀនបន្ថែមបានហើយមាន technique នៅក្នុងការបង្កើត content ល្អដែលពេលខ្លះសឹងតែយើងគិតថាអូពីមុនយើងធ្វើការហត់តាមកបង្កើតបាន follower តាមពិតគេមានវិធីធ្វើលឿនសឹងអីបាទហើយចុងក្រោយកុំភ្លេចណារៀនមើល data ទិន្នន័យផ្សេងដឹងថាអូ Facebook page របស់ខ្ញុំ profile ខ្ញុំកើនឡើងអត់កើនថេរអត់កើនខ្លាំងដោយសារអីមិនកើនដោយសារអីត្រូវដឹងពីមូលហេតុហ្នឹងដែរបាទអញ្ចឹងសម្រាប់ section ទី1របស់យើងបានចប់ហើយឥឡូវបងបន្តទៅកាន់ bonus part ដែលជាផ្នែកពិសេសថែមជូនអ្នកទាំងអស់គ្នាដែលបានជិះយាមខំចូលរួមសម្រាប់នៅព្រឹកនេះចំណាយពេលថ្ងៃសៅរ៍ធ្វើការព្រឹកថ្ងៃសៅរ៍ក៏ឆ្លៀតរៀនដែរអូខេអញ្ចឹងកន្លែងនេះគឺលំហាត់អនុវត្តទេប៉ុន្តែបងចង់ឲ្យតែមួយលំហាត់ទេចាំពេលបោះ deck នឹងតែឲ្យចាំឲ្យធ្វើទាំងអស់ណាទាំងអស់មាន 5-6 លំហាត់សិតតែល្អតែបងសុំឲ្យលំហាត់នេះទុកតែមួយទេអញ្ចឹងអ្នកទាំងអស់គ្នាឥឡូវទាញกระดาษប៊ិចឬក៏ note ក្នុងទូរស័ព្ទ computer ក៏បានដែរគឺតាក់ទងមួយលំហាត់ know yourself ហ្នឹងអញ្ចឹងទី1សូមឲ្យសរសេរចំណុចខ្លាំងរបស់យើងចំនួន3មុខនៅលើกระดาษទី1គឺ top 3 strength ខ្លួនឯងចំណុចខ្លាំង3មានអីគេសរសេរណាដាក់លេខ1លេខ2លេខ3បន្តមកទៀតរឿង passionate យើងពូកែយើងចង់ធ្វើអីគេខ្លាំងជាងគេចូលចិត្តធ្វើអីជាងគេ3មុខដែរសរសេរលើกระดาษបន្តមកក្រោមមក1 2 3 passion ចុងក្រោយបានយើងចាប់ផ្ដើមមើលទៅលើអា6ចំណុចយើងសរសេរហ្នឹងហើយសរសេរមកជួរមកខាងក្រោមលេខ4ហ្នឹងថាតើអាចំណុចខ្លាំងរបស់យើងហ្នឹងហើយនឹងចំណងចំណូលចិត្តយើងហ្នឹងវាបង្កើតឲ្យយើងខ្លាយទៅជាអ្នកណា directly ណាតែយើងជាអ្នកណាឲ្យគេស្គាល់មកឧទាហរណ៍ថាខ្ញុំឈ្មោះឧត្តមខ្ញុំភាពខ្លាំង3នេះខ្ញុំចូលចិត្តធ្វើ3មុខនេះអញ្ចឹងខ្ញុំជាមនុស្សបែបនេះនៅលើ social media ណាអញ្ចឹងឥឡូវបងអាចសុំពេលប្រហែលជា5នាទីឲ្យគ្នាយើងជួយធ្វើ exercise ឥឡូវបានទេព្រោះតែកាលណាទុកគឺអត់ចាញ់ទេភ្លេចហើយអញ្ចឹងសុំ5នាទីឯងសរសេរហើយបើអ្នកណាចង់ចូលរួមចែកម្លែកអាច share វាផាសវាចូលនៅក្នុង chat បានណាអាចសុំ5នាទីអូខេអញ្ចឹងជួយសរសេរឲ្យបងតិច exercise thank you ចាំបងត្រឡប់មកវិញឥឡូវហ្នឹងអូខេសួស្តីអ្នកទាំងអស់គ្នា trainer មកវិញហើយអរគុណច្រើនសម្រាប់អ្នកបាន post strength ខ្លួនឯងនៅក្នុង chat នឹងទទួលបានច្រើននេះអរគុណបាទ
អូខេអញ្ចឹងបន្ទាប់ពីប្រែយើងត្រឡប់មកវិញយើងមើលឃើញមានអ្នកដែលគាត់បានសរសេរ strength passion តែអីដែលពិបាកជាងគេគឺនៅចំណុចទី3អ្នកទាំងអស់គ្នានៅពេលយើងរកឃើញ strength ហើយនិង passion ហើយត្រូវសរសេរមួយ statement មួយទៀតថាខ្លួនឯងជាអ្នកណាអត់ទាន់ឃើញមានអ្នកសរសេរបានទេនៅខ្វះកន្លែងហ្នឹងនេះមានគាត់ដាក់ថា strategic workforce planning talent acquisition recruitment អីគឺគាត់មាន3ហ្នឹងចំណុចសំខាន់ប៉ុន្តែនៅមានមួយទៀតគឺprofessional story statement របស់យើងជាអ្នកណាត្រូវមានអាហ្នឹងមួយទៀតណាអូខេអញ្ចឹងដោយសារពេលវេលាយើងមានកំណត់ exercise សូមឲ្យធ្វើតែប៉ុណ្្នឹងទេនៅសល់ចំនួន 4-5 ទៀតចាំយើងអនុវត្តផ្ទាល់ខ្លួនដោយខ្លួនឯងហើយបន្តមកទៀតអាច reach out មកក្រុមការងារហើយនឹងខ្ញុំបានដើម្បីសុំ feedback អីនៅពេលក្រោយណាអញ្ចឹងឥឡូវយើងទៅផ្នែកបន្ថែមយកតែម្ដងអូខេផ្នែក bonus part ផ្នែកសំខាន់កន្លែងនេះព្រោះអត់តបានឲ្យណាធ្លាក់ទុកយូរហ่ะអញ្ចឹងផ្នែកសំខាន់ថ្ងៃនេះគឺយើងចង់និយាយអំពី LinkedIn របស់យើងតែតើធ្វើម៉េចឲ្យ profile LinkedIn របស់យើងមើលទៅ professional តាក់ទាញហើយអាចបង្កើននៅ audience បានកាន់តែច្រើនជាងមុនជាពិសេសគឺផ្សារភ្ជាប់ខ្លួនឯងទៅជាមួយនឹងអង្គភាពឬក៏ recruiter ដែលយើងថាគាត់ជាគោលដៅរបស់យើងណាបាទអូខេអញ្ចឹង tip សម្រាប់ profile LinkedIn ងាយអញ្ចឹងយើងមានទី1 complex ពេលដែលបង្កើត profile LinkedIn អ្នកដែលមានហើយអាចមើល tip ដើម្បីសរសេរ profile យើងឡើងវិញឲ្យស្អាតតែបើសិនអត់ទាន់មានទេអាចបង្កើត profile បានឥឡូវហ្នឹងឬក៏ចេញពីខហ្នឹងបង្កើតភ្លាមមកបាទអញ្ចឹងទី1ត្រូវមាន headline ហើយនិង summary ដែរ profile របស់យើងហ្នឹងជាអ្នកណាអញ្ចឹងនៅក្រោមឈ្មោះរបស់យើងហ្នឹងគួរមានដាក់ tagline ដែរថាយើងរៀនអីយើងមកពីណាជំនាញអីគេដែរណាបាទប៉ុន្តែចាំតិចទៀតចាំបង share ពី profile ហើយបង្ហាញឲ្យមើលថាតើprofessional LinkedIn profile ហ្នឹងវាមានលក្ខណៈបែបម៉េចខ្លះចំណុចទី2តាក់ទងនឹង visual ហើយនិង branding visual ហ្នឹងសំខាន់ណា profile picture យើងតែម្ដងយើងថតរូបច្បាស់អត់ពេលខ្លះនៅក្នុង profile យើងប្រើរូបទេសភាពអីនៅក្នុង professional profile វាអត់សូវតាក់ទាញទេហើយក៏គេអត់ស្គាល់យើងជាអ្នកណាដែរគឺគេចង់ឃើញមុខយើងគេចង់ឃើញយើងថាយើងជាអ្នកណាដើម្បីបង្ហាញអាហ្នឹងទៅគាត់ background វិញគួរកុំប្រើអីសាំញ៉ាំណាអាចជាពណ៌សុទ្ធដែលអាចងាយស្រួលក្នុងការមើលហើយកុំភ្លេចចំណុចទី3ហ្នឹងគឺម្ដងទៀតដែរគឺនិយាយពីរឿងមាតិកាប្រើមាតិកាណាដែលអាច engage ជាមួយ audience របស់យើងឲ្យគាត់ឆ្លើយឆ្លងឧទាហរណ៍ដូច post សំណួរដាក់រូបភាពអីផ្សេងហើយក៏អាច share ពី success story របស់យើងថាយើងមានអីជោគជ័យខ្លះហើយយើងចង់ចែកម្លែករៀនបានអីពីអាហ្នឹងកុំភ្លេចយើង like comment share content របស់អ្នកផ្សេងដែរនៅលើ LinkedIn កាលណាយើង like post របស់អ្នកផ្សេងវានឹង show មកលើ news feed យើង auto ហើយវាជួយបង្កើន generate lead ឲ្យយើងកាន់តែច្រើនគឺមានអ្នកដែលស្គាល់យើងអ្នកដែលចាំតាមដានយើងកាន់តែច្រើនជាងមុនណាអញ្ចឹងខ្លីៗទី1ត្រូវមាន headline profile មានរូបភាព profile ទី2ទី3មាន content ហើយបន្ត engagement បើថាធ្វើការទំនាក់ទំនងផ្សារភ្ជាប់នៅលើ LinkedIn នឹងកុំឲ្យដាច់បាទ additional tip អានេះឲ្យបន្ថែមចុងក្រោយ complex យើងអាចរក recommendation បាននៅលើ LinkedIn profile LinkedIn វាដូចជាវាមានប្រព័ន្ធដើម្បីធ្វើការគេហៅថា peer to peer review គឺគាត់ជួយចូល profile យើងហើយទៅសេឧទាហរណ៍ថាគាត់ធ្លាប់ធ្វើការជាមួយនឹងយើងមែនអញ្ចឹងគាត់អាចចូលទៅកាន់ profile ហើយគាត់ដាក់ចុចនៅលើ skill មួយហ្នឹងគាត់ប្រាប់ថាអូខេអ្នកទាំងអស់គ្នាបុគ្គល A នេះគឺគាត់ពិតជាពូកែផ្នែកហ្នឹងមែនអញ្ចឹងអាចចូលរួមសារជាប់តំណងជាមួយគាត់អញ្ចឹង profile ហ្នឹងគឺវាកាន់តែមានភាពតាក់ទាញហើយគេទុកចិត្តបានច្រើនជាងមុនទៅទៀតហើយ complex stay updated មានបទពិសោធន៍ថ្មីរៀនចេះអីថ្មីរៀនចប់ភ្លាម complex ដាក់ achievement ហ្នឹងហើយនឹង experience ការងារហ្នឹងចូលទៅក្នុងprofile យើងផងហើយជាចុងក្រោយ complex មើល progress អញ្ចឹងប្រើ LinkedIn Analytics ហ្នឹងបើថាគេមាន report មានរបាយការណ៍ប្រចាំសប្តាហ៍ប្រចាំខែដឹងថាតើ post មួយហ្នឹងវាបង្កើនទំនាក់ទំនងបានច្រើនប៉ុណ្ណា generate lead បានច្រើនប៉ុណ្ណា complex ប្រើហ្នឹងផងណាបាទអូខេបកត្រឡប់មកកាន់ chat message របស់យើងមានអ្នកចែករំលែកច្រើនអរគុណច្រើនអញ្ចឹងនៅក្នុងនោះយើងមើលឃើញថានៅក្នុងការសរសេរ string ឥឡូវអត់ពិបាកមែនទេហើយ passion ក៏អត់ពិបាកដែរក៏ប៉ុន្តែធ្វើម៉េចដើម្បី combine អា string និង passion ហ្នឹងឲ្យទៅជា identity statement មួយរៀងពិបាកអញ្ចឹងអ្នកទាំងអស់គ្នា complete យកអាហ្នឹងទៅធ្វើចុងក្រោយគេហ្នឹងគឺសំខាន់
ចឹងឥឡូវយើងចូលមកដល់រឿង Q&A មានតួបងចាប់ផ្ដើមបើកទទួលសំណួរពីឥឡូវទៅឥឡូវបងមានសំណួរមួយពីតួសួរថាតើបើសិនជាវីដេអូយើងវា not professional should we post on LinkedIn បងអូខេសំណួរល្អឥឡូវអ្នកទាំងអស់គ្នារៀនហើយឧទាហរណ៍ថា profile LinkedIn យើងគឺនិយាយអំពីការសិក្សាហើយនឹងការងាររៀនសូត្រហ្មងហើយវីដេអូមួយហ្នឹងអត់ professional បែបម៉េចឧទាហរណ៍ថាស្រាប់តែអង្គុយលេងបៀចុះតែយើងនឹងអាច post ចូល LinkedIn អត់ should we ឥឡូវសំណួរសួរថា should we ឥឡូវអ្នកណាថាគួរតែ post បងដាក់ yes អ្នកណាថាមិនគួរដាក់ទេ no បាទអូខេសិតតែ no ណាអូខេមានទៀតទេសូមចម្លើយបានច្រើនគ្នាមើលចង់ដឹង please don't អូខេហ្នឹងហើយបាទមានអីទៀតបាទ absolutely no ត្រូវហើយបាទអញ្ចឹងបងលើកឡើងនេះគ្រាន់តែជារឿងកំ pl ែងទេប៉ុន្តែវាអាចមានរឿងពិតនៅពេលខ្លះយើងអត់ដឹងខ្លួនយើងគិតថាអូខ្ញុំ share personal activity ខ្ញុំដោយសារខ្ញុំមាន friend មានបងប្អូនរបស់ខ្ញុំនៅលើ social media ក៏ប៉ុន្តែយើងត្រូវគិតថា social media គេបង្កើតមកមាន news feed មាន inbox message ហ្នឹងសម្រាប់គោលបំណងផ្សេងគ្នាអញ្ចឹងបើយើងគ្រាន់តែចង់ឲ្យមនុស្សចំនួនទូចដែលគាត់ស្គាល់យើងចិត្តដិតចង់គឺយើង share នៅក្នុង message group វិញអីដែលយើងដាក់ជាសាធារណៈជា public ក៏ដាក់ display អីដែលជារឿងពាក់ព័ន្ធឬក៏មាតិកាដែលជាប្រយោជន៍ដល់អ្នកដែលជា connection របស់យើងទាំងអស់គ្នាណាបាទអូខេតួក៏បន្ថែមដែរយើងមាន content របស់យើង our content is about career and new tools for student and job seeker but the way we edit not professional okay good for clarification on អញ្ចឹងតកតងជាមួយនឹង content ធម្មតាវាត្រូវមានស្តង់ដារមួយទៅតាមគេហៅថាម្ចាស់ page ឬក៏ម្ចាស់ក្រុមហ៊ុនណាអូនអញ្ចឹងក្រុមហ៊ុនខ្លះគឺគាត់មានស្តង់ដារសម្រាប់ការធ្វើ branding ដរាបណាវីដេអូឬក៏ photo របស់យើង caption យើងអត់ទាន់ដល់ស្តង់ដាររបស់គាត់ទេគឺយើងអាចផុសបានហ្មងអញ្ចឹងខាងក្រុមហ៊ុនគេមាន marketing team ដែលគាត់ធ្វើជាអ្នកធ្វើ audit បានថា quality assurance ធ្វើ QA សិន quality up to standard បានឲ្យផុសបើអត់ទាន់ទេអត់ឲ្យទៅទេអញ្ចឹងជាទូទៅកាលណាយើង edit យើងមិនទាន់ជា professional វាតែងតែមានភាពខ្វះខាតកង្វះខាតអញ្ចឹងគួរតែរក support សិនដំបូងរកខាង marketing រកខាង designer ដែលគាត់មានជំនាញជាក់លាក់រកខាង copywriter ដែលគាត់មានជំនាញនៅក្នុងការមើល caption ហ្នឹងដើម្បីធ្វើការងារជាក្រុមសិនហើយចាំផុសនៅលើ social media របស់ក្រុមហ៊ុនក៏ប៉ុន្តែសំណួរមួយទៀតដែលតួសួរបន្តចុះបើយើងផុសនៅលើ personal account បានទេបងអូខេសម្រាប់បងគឺ again បើសិនជា personal branding អនឯងគឺ very relatable friendly brand បើថា friendly brand បានន័យថាអត់ស្តង់ដារអីខ្លាំងណាស់ណាពេកទេប៉ុន្តែគឺខ្ញុំអាចឲ្យជាប្រយោជន៍ទៅកាន់ audience ខ្ញុំបានយើងផុសបានអត់បញ្ហាទេប៉ុន្តែដូចបងនិយាយចឹងសំខាន់លើអត្ថន័យរបស់ content បងអនឯងចង់បង្ហាញពីអីគេបើអា brand ហ្នឹងមិនមែនជា brand ក្រុមហ៊ុនឬក៏ស្លាកយីហោអីទេបែបពាណិជ្ជកម្មទេតែជាបែប personal បងគិតថាអត់បញ្ហាទេនេះពីបងណាព្រោះបងជឿថា content ខ្លះគឺគេហៅ natural អញ្ចឹងថតភ្លាមទាញកាមេរ៉ាមកគ្រាន់ដាក់ caption ពពកអញ្ចឹងឧទាហរណ៍ថ្ងៃនេះខ្ញុំទៅសិក្ខាសាលាមួយខ្ញុំបានចេះប៉ុណ្ណេះអញ្ចឹងយើងអត់មានពេលបានបង្កើត content ហ្នឹងដាក់ logo ដាក់ស្លាកយីហោអីច្រើនពេកទេអញ្ចឹងសម្រាប់បង personal account it's fine we can go with it ប៉ុន្តែ make sure ថា your message is clear to the audience and explain your purpose ព្រោះពេលខ្លះយើងផុសតែវីដេអូហ្នឹងចោលហ្មងយកបាន explain ប្រាប់គេថា why did I share this for what purpose ចង់បានមកវិញអញ្ចឹងអ្នកមើលគាត់នឹងអត់ឆ្ងល់នៅពេលដែលយើងប្រាប់គាត់មុនទៅហើយបងឆ្លើយសំណួរអស់ហើយតួអាចប្រាប់បងបន្ថែមបានបើសិននៅខ្វះអូខេ thank you អូនអរគុណសំណួរល្អអូខេ more Q&A more question អាចសួរបងបានយើងនឹងមានពេល15នាទីចុងក្រោយមានទៀតអាចលើកដៃហើយបើកមិចសួរក៏បានដែរបើអត់ហ៊ានឆ្លើយហ៊ានសួរនៅតាម call អាច type message បានអូខេ Steven សួរថា any tips to craft your personal professional story បងដែល interesting ហើយ catchy if your experience and achievement is still small oh very good ឥឡូវអ្នកណាគេខ្លះដែលគិតថាខ្លួនឯងសពថ្ងៃចង់ build បងប៉ុន្តែខ្ញុំគិតថាខ្ញុំឥឡូវខ្ញុំកំពុងរៀនទៅចប់ទី12ឬខ្ញុំកំពុងរៀនឆ្នាំទី1ទី2ហើយអត់ទាន់មានការងារធ្វើផងបងខ្ញុំគួរសរសេរមិនដើម្បីថានៅតែមាន personal professional story ប៉ុន្តែមិនទាមទារបទពិសោធន៍ច្រើនពេកខ្ញុំអាចសរសេរបានអត់ឥឡូវចង់ដឹងពី audience វិញអ្នកណាខ្លះដែល
ទៅតែរៀនចប់និយាយចេះវិញក្នុងឆ្នាំទី1ឬក៏ទី2ឬក៏កំពុងរៀនសាកលវិទ្យាល័យសូម type yes មួយបានទេដើម្បីបងមានឧទាហរណ៍ឲ្យគ្នាយើងកំពុងនៅសាកលណាអូ yes មានគឹមហៀង Pavin បងសុំ clarify តិចអនឯងកំពុងនៅសាកលឬក៏ធ្វើការហើយអូនអាចឆាតប្រាប់បងបានអូខេឥឡូវបងឆ្លើយទៅសំណួរ Steven មុនហើយចាំបង tackle ទៅសំណួររបស់ Pavin ណាបាទអូខេ Pavin កំពុងរៀន MBA and working បង very good តោះឥឡូវបងទៅជាមួយនឹង Stevenson Okay achievement any achievement you have made is not small អាហ្នឹងបងសូម clarify សិនណាសូម្បីរៀនចប់បាក់ឌុបរៀនចប់ឆ្នាំទី1ឆ្នាំទី2ធ្វើ assignment ចប់ celebrate ជាមួយមិត្តភ័ក្តិ it's all achievement គ្រាន់តែពេលយើងទាញចូល professional achievement ជាទូទៅយើងនឹកឃើញមុនគេគឺតាក់ទងនឹងរៀនចប់បានសញ្ញាបត្របញ្ចប់ short course certification course ឬក៏យើងបានអាហារូបករណ៍ឬក៏ឡើងតំណែងអីផ្សេងៗត្រូវទេអញ្ចឹងបើសិនជាយើងទៅតែរៀនចប់យើងអាចបង្ហាញពី achievement ដែលយើងប្រឡងជាប់យើងបានចូល workshop ហើយបន្តមកទៀត professional story ប្រាប់គេពីភាពខ្លាំងហើយនិង passion យើងវិញអញ្ចឹងឧទាហរណ៍ថាខ្ញុំជា freshman university student major in IT នេះហោ My passion is to learn more about IT tool and AI and willing to join in any international project ប៉ុណ្ណឹងគឺជា professional short story statement បងឯងបានហើយតោះបងឯង Steven យើងអត់ចាំបាច់ថាបំផោងសមត្ថភាពរបស់យើងដែលមិនមែនជារឿងពិតមកដាក់នៅលើ social media ឲ្យមើលទៅឡយទេប៉ុន្តែដល់ពេលជួបមែនតើយើងអត់បែបមានបែបហ្នឹងអញ្ចឹងយើងកុហកគេបាត់ហើយអញ្ចឹងសម្រាប់បង personal story must be real and also authentic ហ្នឹងបានន័យថាគឺយើងបង្ហាញឲ្យយើងមានមែនកុំបង្ហាញតែអត់មានណាយើងទៅជាកុហកឯងតោះបងណាសង្ឃឹមថាបងឆ្លើយទៅបានត្រូវចំណុចហ្នឹងតែសម្រាប់បងបទពិសោធន៍តិចក្តីច្រើនក្តីចាប់ផ្ដើមពីហ្នឹងហើយបង្ហាញមកអត់អីទេតែកុំឲ្យតែបំប៉ោងបំភ្លឺតោះបងណាសម្រាប់ Pavin ម្ដងបើសិនឯងធ្លាប់មានបទពិសោធន៍អត់សូវល្អជាមួយ recruiter គួរតែបង្ហាញអត់បងអាហ្នឹងហើយតើវាប៉ះពាល់អីខ្ញុំជា personal branding វិញអត់បងយល់ concern ហ្នឹងឧទាហរណ៍ថាយើងធ្លាប់ទៅសម្ភាសបទពិសោធន៍យើងពេលហ្នឹងអាចថាអត់ទាន់ match គ្នាការងារហើយនឹងតម្រូវការហើយនឹងការដែលយើងចូលសម្ភាសពេលហ្នឹងអត់ទាន់ successful ក៏ប៉ុន្តែការរៀបចំ arrangement អីផ្សេងៗវាអត់ទាន់បានល្អតែយើងគួរផុសអត់សម្រាប់បងចង់ឲ្យអូនឯងទៅ ask about why again អូនឯងចាំមកពេលកម្រិតទី1ទី2មិញណាអញ្ចឹងកម្រិតទី2គឺ why អញ្ចឹងនៅពេលយើងបង្កើត content យើងចង់ផុសពីវាតើ why ហេតុអីអូនឯងផុសពីវាត្រូវតែដឹងពីគោលបំណងយើងសិនហើយអ្នកណាជា audience របស់យើងតើបន្ទាប់ពីយើងផុសហើយតើយើងបានអីមកវិញហើយវាបន្តទៅមុខទៀតតើវានឹងទៅជាយ៉ាងណាអញ្ចឹងពី tip ពីបងបើសិនជាអូនឯងពិតជាមានskill នៅក្នុងការ communicate បង suggest ឲ្យ talk ជាមួយ recruiter directly សិនask for feedback or also give feedback ថាបងខ្ញុំបានសម្ភាសជួបជាមួយបងថ្ងៃមុនand then 1 2 3 4 5អានេះខ្ញុំឃើញ part នេះអត់ល្អហើយបងខ្ញុំអាចសុំឲ្យ feedback បានអត់តែបើយើងគិតថាគាត់អត់ open ទេ okay it's not my right audience again ដូចបងនិយាយមុនហ្នឹងអញ្ចឹងថាយើង open up យើងហៅគេមុនតែបើសិនជាអត់ឆ្លើយឆ្លងអត់សហការទេ move on find the right audience តោះណា Pavin បើសិនinsight បងឲ្យទៅ sound អាច type នៅក្នុង chat បានអត់អីហើយមានអីចង់ដឹងបន្ថែមទៀតបង share បន្ថែមព្រោះពេលដែលបងធ្វើការដំបូងបងចាប់ផ្ដើមធ្វើការបងអាចចែកម្លែក personal story តិចទៅបងធ្វើការដំបូងនៅឆ្នាំ2009ហើយនៅពេលបងទៅសម្ភាសបងចាបងធ្លាប់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុនពាណិជ្ជកម្មមួយក្រុមហ៊ុន Billboard ធំនៅតាមផ្លូវជាតិហ្នឹងបងសុំគេធ្វើ production assistant តម្លៃបបពិសោធន៍បងវាមានតិចបងគ្រាន់ចេះ Photoshop តិចតួចអីអញ្ចឹងនៅពេលបងចូលសម្ភាសគឺបងអត់ទទួលបាន good experience ទេអញ្ចឹងសួរថាបងត្រូវផ្សព្វផ្សាយវាជាសាធារណៈថាអូកុំjoinក្រុមហ៊ុនហ្នឹងអត់ល្អទេ interviewer អត់កាត់យើងអត់ចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងតែយើងអាចនិយាយពី personal experience វិញថា
ដោយសារការជួបបែបហ្នឹងធ្វើឲ្យខ្ញុំ realize ថាវាមិនមែនជា company ដែលល្អឬក៏ត្រឹមត្រូវសម្រាប់ខ្ញុំអញ្ចឹងខ្ញុំក៏សម្រេចចិត្ត move on អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដឹងបទពិសោធន៍ថាធ្វើម៉េចដើម្បីជួបក្រុមហ៊ុនដែលស័ក្តិសមនឹងឲ្យយើងចំណាយពេលវេលាជាមួយខ្ញុំអាចប្រាប់បានយើងអាចធ្វើចឹងវិញហ្នឹងជា tip របស់បងណាគឺបើកជា invitation សម្រាប់ការកសាង audience ឲ្យពួកគាត់មកចូលសិក្សាពីយើងបន្ថែមស្គាល់យើងអញ្ចឹងវាជា technique ឬក៏សិល្បៈនៅក្នុងការទំនាក់ទំនងម្ដងទៀតហើយអរគុណច្រើន Pavin សំណួរមួយនេះខេះល្អបងចូលចិត្តអរគុណMinia is it okay to lock profile on social media Facebook or does it contradict to personal branding because at the same time I am still active in LinkedIn អូចំណុចនេះល្អ Minia ល្អមែនតើហេតុអីបានយើងនិយាយរឿង lock profile នៅលើ Facebook អ្នកទាំងអស់គ្នាណាខ្លះចាំកាលពីប្រហែលខែមុនណាមាន viral post មួយនៅលើ Facebook ដាក់រឿង lock profile ដាក់ថាចង់ឲ្យគេតាក់ទងមកប៉ុន្តែ lock profile ខ្ញុំមិនដឹងអ្នកឯងជាអ្នកណាធ្វើម៉េចខ្ញុំហ៊ានaccept friend ឬក៏ខ្ញុំ add ទៅចំណុចហ្នឹងអ្នកណាខ្លះជួប experience ដូចគ្នាដូចបងដែរដូចមីនីដែរជួយ click yes សិនឬក៏ខ្លួនឯងកំពុង lock profile នៅលើ Facebook អាច type yes បានហើយចាំបងបន្តទៅទៀតមានអត់អូខេសិតអ្នក lock ណាអូខេ lock អូខេ lock profile ពួកពីមុនមានតែ IG ដែលយើងមាន feature មួយដាក់ថា private អញ្ចឹងចូលទៅ search គាត់ឃើញក៏អត់ទាន់ follow បានដែរអូខេអញ្ចឹងបងយក case ហ្នឹងមកសិក្សាទាំងអស់គ្នាទៅ purpose នៅក្នុងការបង្កើត lock profile feature នៅលើ Facebook គឺសម្រាប់ improve privacy សម្រាប់បុគ្គលអញ្ចឹង Facebook ដើមចបដំបូងដែលគេបង្កើតគឺសម្រាប់ថាខ្ញុំ add ទៅអ្នកឯងដោយសារខ្ញុំពិតជាស្គាល់អ្នកឯងនៅក្រៅមែនតែខ្ញុំត្រូវការផ្សារភ្ជាប់បន្ថែមនៅលើប្រព័ន្ធ online តែក្រៅមកទៀតដោយសារតែទីផ្សាររបស់យើងវាកាន់តែគឺថាធំទៅមនុស្សគ្រប់គ្នាសិតតែមាន Facebook ក្នុងដៃអញ្ចឹងអត់ទាន់ស្គាល់គ្នានៅខាងក្រៅក៏ដោយក៏ចាប់ផ្ដើមអ្នកតំណងពី Facebook មុនទៅបានដែរក៏ប៉ុន្តែថ្មីហ្នឹងគេមានបង្កើត lock in profile ដើម្បី improve privacy អ្នកខ្លះគាត់ feel ថាអូខ្ញុំពិបាក select ហ្នឹងមិនដឹងអ្នកណាមកពីណាបើអត់ចុច accept គេអាចថាខ្ញុំរឹកពីអីអញ្ចឹង lock in ហ្មងទៅអញ្ចឹងសម្រាប់បងទៅកាន់មីនីបងគិតថាការ lock profile មិនខុសទេតែគាត់ថាតើយើងសួរខ្លួនឯងតើ branding របស់យើងចង់បង្កើត channel ណាមុនចង់បាន audience ពីណាបើចង់បាន audience ពី Facebook ហើយតាមរយៈ personal account តើយើងបើកវាតែបើយើងមាន page មួយហើយយើងមាន link in profile ដែលដាក់ public មួយទៀតបងគិតថាវាអត់ជាបញ្ហាឬក៏បញ្ហាចោតអីផ្សេងទេយើងអាច lock profile បានក្នុងករណីយើងចង់បាន privacy អញ្ចឹងណាអញ្ចឹង cheers to those who value privacy and still open up to the world បងនិយាយអញ្ចឹងបងលើកទឹកចិត្តថាពួកអ្នកខ្លះគាត់មិនមែនចង់បិទអីប៉ុន្តែគាត់ដូចបងចាស់បង introvert តែបងធ្វើការ personal branding ហើយនឹងខាងផ្នែក HR ដែលនិយាយជួបមួយមនុស្សច្រើនរាល់ថ្ងៃរាល់ខែអញ្ចឹងបបិសោតមួយហ្នឹងបងមើលឃើញថាគួរតែមាន space សម្រាប់ខ្លួនឯងកន្លែងណាដែលអត់គួរបើកមិនបើកទេហើយកន្លែងណាដែលយើងគិតថាដាក់ public បានគេងាយស្រួលតំណែងធ្វើការយើងអាចដាក់ជា email បើសិនជាម្នាក់ហ្នឹងគាត់ពិតជាចង់តាក់ទងធ្វើការជាមួយពួកយើងមែនគាត់នឹងចំណាយពេលសរសេរ email ដែល professional និងមានអត្ថន័យខ្លឹមសារគ្រប់គ្រាន់ដើម្បី connect មកយើងបងជឿអញ្ចឹងប៉ុន្តែបើគាត់គ្រាន់តែចង់លេងសើច add profile ដែលអត់បានជួយជាចម្រើនលទ្ធផលទៅមុខទេគឺគាត់អត់ចំណាយ effort ដើម្បី reach out មកយើងទេអញ្ចឹង easy come easy go នឹងបងប្រើ proverb ហ្នឹងណា easy come easy go អញ្ចឹងកាលណាបានស្រួលពេកក៏វាទៅវិញស្រួលដែរBut again workshop បងនេះ free of charge but not easy ណាបង selective អញ្ចឹង40នាក់របស់បងគឺ very good audience I'm thankful for that អូខេអរគុណ Pavin អរគុណ Mardi សេលីអូខេ Nara អញ្ចឹង next question មានអ្នកនៅមានសំណួរបន្តទៀតទេមុនពេលបងចូលទៅ final tips គឺ tool ហ្មង tool ដែលយើងឲ្យសម្រាប់បង្កើត profile មិញអីថាបងស្ដាប់ទៅអានេះខ្ញុំធ្វើខ្លួនឯងមិនកើតតមាន team ជួយមាន marketing ហើយចាយលុយអស់ច្រើនណាបងមិនធ្វើចាញ់ប៉ុន្តែបង guarantee អស់ឯងថា method របស់បង very efficient ហើយអត់ costly ទេ the cost is your time and your power your energy បាទ Oh can we share our link in here to connect Yeah sure Mardi on អាច share បាននៅ slide មួយនេះដល់ហើយ
អូ sorry practice center នេះបាច់ practice ឥឡូវណាបងខ្ញុំ share tool ទេអញ្ចឹងឥឡូវទៅបង្កើត profile របស់យើងអ្នកអត់តមាន profile LinkedIn បងសុំចិត្តណាចាប់ផ្ដើមបើក profile LinkedIn បង្កើត professional account មួយហើយអ្នកដែលមានហើយចាប់ផ្ដើម rebrand បានថាចាប់ផ្ដើម look after brand របស់យើងឲ្យល្អឡើងវិញបាទអញ្ចឹងសម្រាប់profile រូបភាពបងជឿថាអ្នកទាំងអស់គ្នាបង្កើតថតរូបហ៎អញ្ចឹងសូមដាក់រូបឲ្យជិតមុខបន្តិចមកអាចថាត្រឹមទ្រូងឡើងមានបង្ហាញស្មាសក់យើងអីហ្នឹងពាក់អាវធំក៏បានពាក់អាវបែប smart casual ក៏បានណាហើយបន្ត connect គ្នាមួយនឹង team នៅយើងមកថ្ងៃនេះ40នាក់ដែរអញ្ចឹងបោះឈ្មោះ LinkedIn មែនតើរបស់យើងនៅក្នុង chat box មកឬក៏ link តែម្ដងលឿនបាទ pass link pop មក connect គ្នាបានហើយបងមាន channel របស់ Think Career សម្រាប់ជួយរបស់យើង ongoing មាន event អីផ្សេងអ្នកនរគ្នានឹងដឹងទទួលព័ត៌មានបានពីបងលឿនអញ្ចឹងនៅខាងនេះជាចុងក្រោយ thank you for your time រយៈពេលដែលអញចាយពេលមួយបងតាំងពីម៉ោង 9 កន្លះរហូតមកដល់ឥឡូវហើយ really appreciate ដែលអញនៅតែបន្តរៀនទៅមុខណាអញ្ចឹងអាច scan បានដើម្បី follow ហើយក៏អាច click link នៅក្នុង team ដែលខាង moderator របស់បងបានដាក់ចូលណា